ពេលបរិសម្នាក់កំពុងដឹកអាហារស្រាប់តែភ្ញាក់ផ្អើលពេលឃើញពន់ខ្លួនជាអ្នកបើកទ្វារអ្នកទាំងពីរបានត្រឹមសម្លឹងមុខគ្នាមួយសន្ទុះមុនដឹងខ្លួនប្រពន្ធព្យាយាមពន្យល់តែបរិសនោះមិននិយាយអ្វីទាំងអស់គ្រាន់តែហុចរបស់ឲ្យនាងរួចត្រឡប់ទៅផ្ទះរៀបចំលិខិតលែងលះតែម្នាក់ឯងធ្វើឲ្យប្រពន្ធភ័យស្លន់ស្លោរត់ទៅសុំឲ្យប្តីលើកលែងទោសហើយសន្យាថានឹងមិនប្រព្រឹត្តកំហុសឆោតល្ងងបែបនេះទៀតឡើយដោយយកដល់ចំណងស្នេហ៍តាំងពីសម័យរៀនដល់រៀបការនឹងរយៈពេល8ឆ្នាំនៃការស្រឡាញ់គ្នាដល់ក៏ព្រមលើកលែងទោសឲ្យនាងប៉ុន្តែមិនយូរប៉ុន្មាននៅពេលគាត់យកអាហារទៅឲ្យប្រពន្ធនៅក្រុមហ៊ុនទើបដឹងថាបុគ្គលិកកម្មសិក្សានោះមិនត្រូវបានបណ្តេញចេញទេថែមទាំងបានឡើងតំណែងជាអ្នកគ្រប់គ្រងទៀតផងពេលនោះបរិសជាប្តីទើបយល់ច្បាស់ថាការដែលឲ្យគាត់លាឈប់មកនៅផ្ទះគ្រាន់តែជាល្បិចបិទបាំងរឿងនាងជាមួយក្មេងកម្មសិក្សាដើម្បីមានទំនាក់ទំនងបរិសដែលកំពុងខឹងសម្បាបានភ្លាមវិសិស្សកម្មសិក្សាយ៉ាងដំណំបន្ទាប់មកសំឡេងលេះជាមួយស្រីដែលក្បត់ខ្លួនម្នាក់នេះបរិសនោះរៀបចំខោអាវត្រៀមខ្លួនចាក់ចេញពីផ្ទះដែលពោពេញដោយការភូតភរនេះតែក្រោយពេលឪពុកធរឃើញកិច្ចព្រមព្រៀងលែងលះក៏ធ្វើទុកជំងឺបេះដូងភ្លាមពេលនោះខាងស្រីមិនដឹងរឿងអ្វីទាំងអស់នៅតែបន្តស្និទ្ធស្នាលជាមួយសិស្សកម្មសិក្សានៅខាងក្រៅបរិសនោះប្រញាប់បញ្ជូនឪពុកធរទៅមន្ទីរពេទ្យតែតាមផ្លូវដោយសារតែចិត្តមិនស្ងប់បាក់បោដោយខ្វះការប្រុងប្រយ័ត្នក៏បានបុកជាមួយឡានដឹកទំនិញធំមួយយ៉ាងពេញទំហឹងឪពុកធរនិងម្ដាយធរបានស្លាប់ទាំងពីរនាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះពេលស្រីម្នាក់នោះមកដល់មន្ទីរពេទ្យនាងមិនត្រឹមតែមិនពិចារណាថែមទាំងទម្លាក់កំហុសនៃការស្លាប់របស់ឪពុកម្ដាយទៅលើបរិសថាបើមិនបានជួបរូបគេឪពុកម្ដាយខ្លួនឯងនឹងមិនមានគ្រោះថ្នាក់ឡើយអ្នកនិយាយត្រូវហើយឯងនឹងមិនស្លាប់ទេពេលនោះទើបនាងនឹកឃើញការនោះម្ដាយរបស់ប្តីក៏ស្លាប់ដោយសារជួយនាងដែរដើម្បីកុំឲ្យបាត់បង់ប្តីនាងបានចង់ប្តីជាប់នឹងគ្រែថែមទាំងនិយាយថានាងមានផ្ទៃពោះជាមួយគេទៀតដើម្បីឲ្យកូនមានគ្រួសារមួយដ៏ពេញលេញបរិសនោះក៏សុខចិត្តអត់អន់ឲ្យប្រពន្ធម្ដងទៀតតែលទ្ធផលគឺប្រពន្ធកាន់តែឈួតវង្វេងជាងមុនតែងតែយកកូនក្នុងផ្ទៃមកធ្វើជាការគំរាមហ៊ានណាត់ជួបជាមួយក្មេងកម្មសិក្សាយ៉ាងចង់ក្រោយពីដឹងរឿងរ៉ាវទាំងអស់នេះដើម្បីកុំឲ្យកូនរងការឈឺចាប់គេចង់ទៅបញ្ឈប់អ្នកទាំងពីរតែបែរជាត្រូវពួកបងធំដែលក្មេងនោះរៀបចំមកព្រួតវាយសំណាងល្អដែលមិនត្រូវកន្លែងសំខាន់តែប្រពន្ធបែរជាទម្លាក់កំហុសដាក់គេវិញដោយចោទថាគេមានស្រីនៅខាងក្រៅថែមទាំងយកការរំលូតកូនមកធ្វើជាលេសបង្ខំឲ្យប្តីយល់ព្រមតាមខ្លួនប៉ុន្តែលើកនេះគាត់មិនចោះញញឹមឡើយបើកូនស្រីកើតមកខ្ញុំនឹងនាំគេទៅនិយាយរួចក៏ហុចលិខិតលែងលះឲ្យប្រពន្ធនាងភ័យស្លន់ស្លោហើយដាច់ខាតមិនព្រមលែងលះឃើញដូច្នោះបរិសនោះក៏យកជីវិតមកគំរាមដោយប្រាប់ថានឹងនាំកូនទៅឲ្យឆ្ងាយដើម្បីកុំឲ្យបាត់បង់បរិសដែលខ្លួនស្រឡាញ់អស់10ឆ្នាំរូបនេះនាងក៏យល់ព្រមតាមសំណើរបស់ប្តី10ខែក្រោយមកនាងសម្រាលបានកូនស្រីម្នាក់បរិសនោះមានក្តីសុខដែលបាត់បង់ជាយូរមកហើយតែជាអកុសលប៉ុន្មានខែក្រោយមកកូនស្រីក៏ធ្លាក់ខ្លួនចាយខាងស្រីដឹងហើយបែរជាមិនអើពើសោះរហូតដល់មានតែគាត់ម្នាក់គត់ដែលអាចជួយកូនស្រីបានក្នុងរយៈពេល3ឆ្នាំនៃការលែងលះអាហារដើម្បីចិញ្ចឹមជីវិតទាំងលំបាកថែមទាំងត្រូវរ៉ាប់រងថ្លៃព្យាបាលកូនស្រីថ្ងៃនេះគាត់បានដឹកអាហារទៅជូនដល់ផ្ទះពេលបើកទ្វារស្រាប់តែឃើញអតីតប្រពន្ធគាត់ឃើញស្នាមស្នេហ៍នៅលើករបស់នាងថែមទាំងឮសំឡេងអ្នកហាត់ការតាមបង្ខំភ្លាមនោះគាត់ក៏យករឿងគ្រប់យ៉ាងគាត់ក៏បំរុងនឹងដើរចេញទៅតែត្រូវបានអតីតប្រពន្ធចាប់ដៃជាប់នាងច្បាស់ជាចង់ត្រូវគ្នាជាមួយគាត់វិញនឹកឃើញការឈឺចាប់3ឆ្នាំមកនេះគាត់ក៏ក្រវ៉ាត់ដើរចេញដោយមិនស្ទាក់ស្ទើរហើយដើរចេញទៅដោយមិនងាកក្រោយបន្ទាប់មកគាត់ក៏ត្រឡប់ទៅមន្ទីរពេទ្យមើលកូនស្រីដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរតែមិនដឹងថានាងលួចដើរតាមពីក្រោយឃើញកូនស្រីឈឺធ្ងន់បែបនេះអតីតប្រពន្ធក៏និយាយភ្លាមថានឹងជួគ្រូពេទ្យជំនាញពីបរទេសមកព្យាបាលលក្ខខណ្ឌគឺគាត់ត្រូវផ្ដល់ឲ្យកូននៅគ្រួសារដ៏ពេញលេញនឹងចាប់ផ្ដើមជាថ្មីជាមួយនាងបរិសនោះបដិសេធភ្លាមដោយមិនបាច់គិតប្រាប់អតីតភរិយាច្បាស់ថាកូនជារបស់គេតែម្នាក់ឯងមិនពាក់ព័ន្ធនឹងនាងឡើយឃើញអតីតភរិយាមិនព្រមជឿឲ្យគេនាំទៅជួបឪពុកម្ដាយដើម្បីសម្ដែងហើយឆ្លៀតប្រាប់ឪពុកម្ដាយថាគេចិត្តរៀបការហើយភរិយាហើយក៏ខឹងស្លន់ស្លោភ្លាមក្នុងនាមជាប្តីរបស់នាងគុំសង្ឃឹមថាអាចរត់រួចពីកណ្ដាប់ដៃនាងក្នុងជាតិនេះបរិសនោះខឹងក៏លាស់ដៃនាងចេញឃើញថាប្តីលើកនេះគឺធ្វើមែនទែននាងក៏ប្រញាប់សន្យាម្ដងទៀតត្រឡប់ទៅវិញនឹងដេញបុគ្គលិកកម្មសិក្សាចេញភ្លាមដាច់ទំនាក់ទំនងឲ្យដាច់ស្រឡះបរិសនោះឃើញនាងហ៊ានកុហកនៅមុខឪពុកម្ដាយខឹងរហូតនិយាយអ្វីមិនចេញ3ឆ្នាំហើយទើបនឹកឃើញថាខ្លួនមានកូនបរិសនោះចង្អុលទៅមិនឆ្ងាយទាំងក្រៀមក្រុមហើយនិយាយថាទេវាមិនអាចទៅរួចទេអ្នកកុហកខ្ញុំអ្នកកំពុងតែកុហកខ្ញុំហើយខ្ញុំចង់ឲ្យវាជារឿងមិនពិតជាងអ្នកទៅទៀតតែគួរឲ្យស្ដាយអាមនុស្សថោកទាបកូនរបស់យើងបានស្លាប់តាំងពី3ឆ្នាំមុនទេវាមិនអាចទៅរួចទេបើនេះជាភ្នូររបស់កូនហេតុអីអ្នកធ្វើដូចមីង Sharon អញ្ចឹងអ្នកច្បាស់ជាកុហកខ្ញុំហើយអ្នកច្បាស់ជាកុហកខ្ញុំហើយទឹកភ្នែករបស់ខ្ញុំបានរលាយបាត់តាំងពី3ឆ្នាំមុនឈៀវយោពុកខុសហើយឈៀវយោពុកសុំទោសកូនតើកូនអាចអត់ទោសឲ្យពុកបានទេឈៀវយោពុកនឹកកូនខ្លាំងណាស់តើកូនអាចត្រឡប់មកវិញបានទេសៀវយិតដឹងខ្លួនឡើងមើលមុខពុកបន្តិចមកពុកសុំអង្វរកូនសៀវយិត
គឺនៅទីនេះព្រះជាម្ចាស់បានយកវិញ្ញាណខ្ញុំមកទីនេះអស់ហើយសៀវយូសូមអង្គបរែងហើយសៀវយូមើលចុះសៀវយូសៀវយូសៀវយូទេសៀវយូគាត់ច្បាស់ជានៅមន្ទីរពេទ្យនៅឡើយទេអញខ្លាចខ្ញុំដណ្ដើមគាត់មែនទេអញត្រូវទៅរៀបការជាមួយស្រីផ្សេងខ្ញុំប្រាប់អញឲ្យដឹងខ្លួនឡើងខ្ញុំដឹងថាអញមិនរួចទេនេះជាសក់របស់ជាវយីងយកវាទៅពិនិត្យណាទៅដល់ពេលនោះអ្នកនឹងដឹងថាគេជាកូនបង្កើតរបស់អ្នកឬក៏អត់ទោះអ្នកស្អប់ខ្ញុំខ្លាំងប៉ុណ្ណាក៏ដោយក៏មិនគួរប្រឌិតរឿងមកដាក់ទំនាយគេដែរគេគឺជាកូនស្រីរបស់យើងណាតាមចិត្តអ្នកចុះយ៉ាងណាក៏ការពិតខ្ញុំប្រាប់អស់ហើយម្យ៉ាងទៀតប្រាប់បងស្រីសៀផងថាកម្មពីរបស់នាងចិត្តមកដល់ហើយស្អីគេអ្នកចង់មានន័យថាម៉េចសៀវហៅតើអ្នកមានន័យថាម៉េចត្រឡប់មកវិញនិយាយឲ្យច្បាស់មកភ្នោនេះមើលទៅដូចជាមានច្រើនឆ្នាំហើយឬមួយអ្វីដែលគេនិយាយជាការពិតទេសៀវយូនៅមន្ទីរពេទ្យតើត្រូវហើយគេនៅរស់សុខសប្បាយទេលទ្ធផលតេស្តចេញមកហើយសោកស្ដាយណាស់ស៊ូសៀវយុនមិនមែនជាកូនបង្កើតរបស់អ្នកទេអីគេមិនក៏អីចឹងឬមួយក៏អ្វីដែលគាត់និយាយជាការពិតមែនមិនជាបញ្ហាទេខ្ញុំប្រាប់សៀវអ៊ីងអស់ហើយពួកយើងនឹងរៀបការហើយមិនក៏ប្រាប់រឿងទាំងនេះដល់ក្មេងយ៉ាងណាក៏ត្រូវឲ្យគេដឹងថាអ្នកណាជាម្ដាយដែរមែនណាហេអូគឺជាអ្នកសោះនាងជាអ្នកដែលគាត់រៀបការជាមួយមែនទេអីចឹងអ្នកទាំងពីររួមដៃគ្នាភូតខ្ញុំមែនទេស្ទើរតែចាញ់បោកពួកអញបាត់ហើយសៀវរ៉ានមានអីមករកខ្ញុំមកគាត់មិនដឹងអីទេជាគ្រូពេទ្យបែរជាមកលបងសាច់ញាតិអ្នកជំងឺគាត់ស្លូតត្រង់ណាគុំសង្ឃឹមថាឲ្យនាងធ្វើជាម្ដាយឆេវយ៉នជាវយ៉នជាកូនរបស់ខ្ញុំទេជាម្ដាយរបស់គេកញ្ញាជាវគុំឆ្លោះគ្នាឲ្យក្មេងចង់និយាយអីនិយាយមកលេងខ្ញុំថ្ងៃនេះខ្ញុំត្រូវនិយាយឲ្យច្បាស់នៅមុខក្មេងឲ្យគេភ្ញាក់មកមើលឲ្យច្បាស់ទៅថានរណាជាម្ដាយគេពិតប្រាកដលទ្ធផលតេស្តបញ្ជាក់ច្បាស់ហើយហេតុអីអ្នកត្រូវធ្វើបែបនេះខ្ញុំសំណាងណាស់ដែលមិនមែនជាម្ដាយគេបើគេមានម្ដាយដូចជាអ្នកស្លាប់ទៅប្រសើរជាងប៉ារបស់កូនប៉ាជាវយ៉ានកូនធ្វើអីហ្នឹងនៅឲ្យឆ្ងាយពីកូនខ្ញុំយ៉ាងម៉េចចាប់ផ្ដើមខ្លាចហើយមែនទេខ្ញុំដឹងថាអ្នកទាំងពីរត្រូវរលគ្នាហើយប៉ាកូនខ្លាចណាស់សៀវយូនកុំខ្លាចអីម៉ាក់នៅទីនេះហើយម៉ាក់នៅទីនេះតើលោកមិនជឿលទ្ធផលធ្វើតេស្តណាមែនទេបាទត្រូវហើយធ្លាក់ក្នុងដៃស្រីម្នាក់នេះហើយឲ្យខ្ញុំជឿយ៉ាងម៉េចល្អយកទៅធ្វើតេស្តឡើងវិញចុះលោកក៏ឃើញដែរទើបតែដកចេញពីក្បាលក្មេងអំបញ្ញមិញមិនអាចទេអង្គុយចុះតាមមកពីលោកមិនជឿឬក៏លោកមិនហ៊ានខ្ញុំសុកចិត្តដើរខំដូចឆ្កែឆ្កួតក៏មិនហ៊ានជឿថាកូនបង្កើតខ្លួនឯងដេកក្នុងភ្នូដ៏ត្រជាក់បិទមាត់ទៅស្អប់ក៏ស្អប់ទៅខ្លាចអីអ្នកណាខ្ញុំមិនជឿតតែសោះខ្ញុំពោពោះអស់10 ខែកូនកើតមកយ៉ាងល្អស្រាប់តែបាត់បង់គ្មានមូលហេតុលោកម្ចាស់សវេដើម្បីរៀបការជាមួយស្រីម្នាក់នេះអ្នកសុកចិត្តធ្វើបាបបំដាយម្នាក់នេះអ្នកពិតជាហួសហេតុពេកហើយចាំមើលទៅ
រឿងកាលពីឆ្នាំនោះអ្នកមិនបានប្រាប់គេទេអីគេមិនព្រមដឹងខ្លួនដោយខ្លួនឯងគេងទៅក៏គ្មានប្រយោជន៍បណ្ដោយឲ្យគេរករឿងចោះគង់តែថ្ងៃណាមួយគេនឹងដឹងការពិតឥឡូវអ្វីដែលខ្ញុំខ្វល់គឺអ្នកនៅមានលុយ3ឆ្នាំមុនបានបរាជ័យលើកនេះមិនត្រូវឲ្យស្លាប់ដាច់ខាតតើអ្នកកំពុងខលទៅនរណាតើអ្នកកំពុងនិយាយទូរស័ព្ទជាមួយនរណាអតិថិជនកាត់អីនឹងសម្លាញ់នរណាធ្វើឲ្យអូនខឹងទៀតហើយតើមាននរណាទៀតទៅគឺសៀហៅទៀតហើយមែនទេគ្រាន់តែជាអ្នកដឹកអីវ៉ាន់ម្នាក់ខឹងគេធ្វើអីម្យ៉ាងទៀតគេជាមនុស្សរមើលគុណបំផុតទោះអូនល្អជាមួយគេយ៉ាងណាក៏អត់ប្រយោជន៍ដែរតែយ៉ាងណាក៏គេជាឪពុករបស់កូនដែរក្មេងម្នាក់នេះស្លាប់យូរហើយតើគាត់ជាម្ដាយរបស់នរណាស៊ីវរ៉ានអូនប្រហែលជាត្រូវគេបោកហើយមែនទេចាំបន្តិចមិនក៏បងដឹងក្មេងស្លាប់បាត់ហើយរឿងនេះខាងក្រៅមានពាក្យចាំអារ៉ាមច្រើនណាស់បងក៏មិនដឹងថាពិតឬមិនពិតដែរតែបើមិនអីទេមិនក៏មានពាក្យចាំអារ៉ាមបែបនេះឬមួយក៏បានហើយរឿងវាកន្លងផុតយូរហើយកុំគិតពីវាទៀតអីមើលចុះបងយកអ្វីមកឲ្យអូននឹងជាបងធ្វើដំណើរជាង100គីឡូម៉ែត្រទៅដល់វត្តលុតជង្គង់ជាង8000កាំដើម្បីសុំយន់សេចក្តីសុខឲ្យអូននេះសៀវជីងឲ្យអូនឧស្សាហ៍អត់ងុយហើយនិយាយមើលទៀតបងខ្លាចថាអូននឹងទ្រាំមិនរួចមកបងពាក់ឲ្យរួចរាល់ហើយសៀវធានមានតែប្អូនទេដែលល្អចំពោះបងមិនដូចអាមនុស្សអាក្រក់ដែលចេះតែធ្វើឲ្យបងខឹងពេលនេះដឹងហើយមែនទេថាអ្នកណាស្មោះចំពោះបងកុំបារម្ភទោះថ្ងៃក្រោយបងរៀបការជាមួយគេវិញក៏បងមិនឲ្យអូនពិបាកដែរបងនឹងឲ្យលុយរួចផ្ញើអូនទៅរស់នៅឯបរទេសស៊ីហៅឯងចាំមើលទៅមិនអីទេមិនបាច់បារម្ភពីខ្ញុំទេឲ្យតែអ្នកមានក្តីសុខខ្ញុំសុខចិត្តស្លាប់កុំនិយាយរឿងស្លាប់អីខុសហេងបន្លាចខ្ញុំហើយឯងក៏រៀនតាមគេដែរតើឯងចង់មានន័យថាម៉េចតើគាត់ថាអ្នកណាស្លាប់គាត់ថាកូនយើងស្លាប់បាត់3ឆ្នាំហើយឯងថាមិនចេះចង់មែនទេគាត់ពិតជាពូកែបោកមែននឹងហើយអូមែនហើយជួយយកទៅពិនិត្យឲ្យខ្ញុំបន្តិចថាតើក្មេងនោះពិតជាកូនខ្ញុំមែនឬអត់ខ្ញុំចង់ដឹងថាគាត់នៅមានល្បិចអីទៀតអាហាខ្ញុំដឹងហើយតើឯងកែតអីមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តសោះដូចជាមានរឿងអីបំរុងនឹងកើតឡើងឬមួយក៏ថ្លៃវះកាត់របស់ជាវយួនមិនទាន់គ្រប់ឯងបារម្ភមែនទេអត់ទេតែងតែមានអារម្មណ៍ថាគាត់ហាក់ដូចជាមិនធម្មតាសំណាងហើយឆ្កែឆ្កួតអញចង់ធ្វើអីគួរតែសួរខ្លួនឯងវិញទៅលេងលះហើយនៅមិនទាន់អស់ចិត្តទៀតតាមលងបន្លាចមិនឈប់សោះខ្ញុំប្រាប់ឯងឲ្យដឹងទាំងអស់នេះមកពីឯងបង្ខំខ្ញុំទេអាសត្វត្រឆានសៀវជីងឯងមិនអីទេមែនទេសិង្ហៅឯងកំពុងធ្វើស្អីហ្នឹងអូខ្ញុំយល់ហើយអញត្រូវគេលាតត្រដាងការពិតហើយខ្មាស់គេពេកចង់ប្រើហិង្សាមែនទេសៀវរ៉ានមកពីខ្ញុំមិនល្អកុំបន្ទោសវាងកាំងអីមកពីខ្ញុំមិនបានទុកមុខឲ្យគាត់មនុស្សត្រឆានបែបនេះមិនបាច់គួរសមជាមួយវាទេសិង្ហេងអញមិនខ្លាចបាត់បង់មុនសកាទេអីសៀវរ៉ានតើអញឈួតអីហ្នឹងមិនចេះចប់មិនចេះហើយមែនទេលទ្ធផលពិនិត្យចេញមកហើយមើលដោយខ្លួនឯងទៅស្អីគេរឿងនេះមិនសមហេតុផលសោះ
ភុស្តាំងច្បាស់ខ្ញុំទៅពិនិត្យ5មួយមន្ទីរពេទ្យលទ្ធផលទាំងអស់សុទ្ធតែដូចគ្នាឯងនៅតែមិនព្រមទទួលស្គាល់ទៀតបងហ្វឹងក្មេងនេះគឺជាកូនលួចលាក់របស់ឯងនឹងគ្រូពេទ្យនោះឯងយកកូនស្រីខុសច្បាប់ម្នាក់មកបោកប្រាស់មនោសញ្ចិត្តណាអ្នកណាតើឯងសមនឹងគាត់ទេមិនឆ្ងល់ទេដែលឯងថាគេមិនមែនកូនខ្ញុំតាមពិតគេជាកូនសាហាយរបស់ពួកឯងទេពិតមកទៅបងប្រុសនិយាយឲ្យសមរម្យបន្តិចកុំស្មានថាខ្ញុំមិនហ៊ានវីស្រីវីមកបើមិនខុសតើខ្លាចអីពេលគាត់មានផ្ទៃពោះយើងមិនទាន់លែងលះគ្នាទេមែនទេមិនចម្លែកទេដែលលោកយកជីវិតមកគំរាមសុំលែងលះតាមពិតគឺដើម្បីគេសោះនិយាយមកគ្មានអ្វីត្រូវនិយាយជាមួយអញទេបើលែងលះហើយក៏កុំមកតាមរំខានខ្ញុំទៀតនរណាតាមរំខានចង់រៀបការថ្មីឬមានកូនជាមួយអ្នកណាសាច់តែលោកតែហេតុអ្វីលោកបោះបង់កូនរបស់យើងថែមទាំងប្រាប់ខ្ញុំថាគេស្លាប់បាត់ហើយលោកមិនខ្លាចបាបកម្មទេមែនទេនិយាយឈួតអីហ្នឹងនៅមិនព្រមសារភាពទៀតលោកឆែកក្មេងដែលលោកបញ្ជូនមកកាលពី3ឆ្នាំមុនឥឡូវនេះលោកលែងពាក់ព័ន្ធជាមួយគ្រួសារបរទេសនោះហើយពេលនេះគេរស់នៅសុខសប្បាយណាស់បងព្រោះតែស្រីម្នាក់នោះទើបហ៊ានបោះបង់កូនស្រីបង្កើតខ្លួនឯងតើឯងនៅជាមនុស្សទៀតទេស៊ូហាវកំហុសធំបំផុតក្នុងជីវិតខ្ញុំគឺការលែងលះប្រគល់កូនឲ្យអ្នកក៏បានកុំធ្វើពុតជាម្ដាយល្អអីដូចក្មេងមែនទេបើអីចឹងទៅងាប់ទៅណែឯងធ្វើស្អីហ្នឹងធ្វើអីហ្នឹងលោកស៊ូយថាអ្នកជាកូនចិញ្ចឹមត្រកូលសៀវតែបែរជាបោះបង់កូនស្រីច្បងត្រកូលសៀវមានស្រីជាគ្រូពេទ្យជាការពិតទេអំបញ្ញមិញអ្នកកំពុងតែបានលោកកូនស្រីជាមួយប្រពន្ធដើមទៅក្រៅប្រទេសតើអ្នកសំធ្វើជាឪពុកគេទេសុំទោសផងណាខ្ញុំបានជម្រាបដល់បណ្ដាញសារព័ត៌មានធំរួចហើយមកមើលទង្វើថោកទាបរបស់អ្នកទាំងអស់គ្នាចំពេលល្អថ្ងៃនេះនៅចំពោះមុខអ្នករាល់គ្នាខ្ញុំឲ្យឱកាសឯងម្ដងទៀតប្រាប់មកថាឯងលក់កូនស្រីខ្ញុំទៅណានិយាយមកលោកខុសឯងមិនដឹងថាការជួញដូរកុមារវាខុសច្បាប់ទេសូម្បីតែកូនបង្កើតក៏ហ៊ានលក់ដែរឯងនៅមានសិទ្ធិសម្ជាញៈទេស្លាប់ហើយកប់នៅវាលកប់ខ្មោច Chashen កប់នឹងដៃផ្ទាល់តើលោកអស់ចិត្តហើយឬនៅមកពីខ្ញុំទាំងអស់គឺមកពីខ្ញុំទាំងអស់ឈៀវមេងពុកសុំទោសកូនមកពីពុកការពារកូនមិនបានល្អមិនបាច់បារម្ភទេប្រាប់គេឲ្យមករកពុកឯងមិនប្រកាសមែនទេខ្លួនខ្ញុំទៅទីនោះហើយកុំនឹកខ្ញុំទៀតអីបានទេអរគុណខ្ញុំមកមិនអីទេមនុស្សខាងក្រៅទៅអស់ហើយនឹងមិនមានរឿងអីទេអាឡូស៊ូហេងមិនស្រួលទេមើល live ផ្ទាល់ភ្លាមថ្ងៃនេះខ្ញុំសៀវរ៉ាន់តំណាងឲ្យមនុស្សលោកទាំងអស់ម្ដាយគ្រប់រូបដែលបាត់បង់កូនមកទាមទារយុត្តិធម៌មិនល្អទេ3ឆ្នាំមុនអតីតប្តីខ្ញុំស៊ូហេងគំរាមសម្លាប់ខ្លួនដណ្ដើមកូនរបស់ពួកយើងទៅតែបែរជាដើម្បីស្រីកំណាន
លោកកូនខ្ញុំទៅបរទេសថែមទាំងភូតភរថាកូនស្លាប់ទៀតថ្ងៃនេះខ្ញុំនឹងគាស់ភ្នោដោយខ្លួនឯងដើម្បីលាតត្រដាងការកុហកអាមនុស្សថោកទាបសង្គមខ្ញុំមកវិញយកកូនខ្ញុំមកវិញយកកូនខ្ញុំមកវិញយកកូនខ្ញុំមកវិញពុកមើលទៅមានពលឹងមេត្តាធម៌ដូចជាអ្នកម្ដាយអញ្ចឹងពិតជាសង្ហាខ្លាំងណាស់ចាំមើលខ្ញុំនឹងសរសើរលោកម្ដងទៀតឆាប់នេះនេះគឺមុនពេលបៃតាម៉ាសុនចិត្តជាម្ដាយរឹងមាំជានិច្ចលោកសៀវធ្វើបានល្អណាស់ចាប់ដើមទៅឈប់ភ្លាមកុំអីស៊ុយហឹងថ្ងៃនេះខ្ញុំនឹងទាមទារយុត្តិធម៌ឲ្យកូនស្រីខ្ញុំដោយផ្ទាល់កុំសង្ឃឹមថាអាចខាត់ខ្ញុំបានសៀវរ៉ាន់តើឯងចង់ខុសដល់ពេលណាទៀតឈប់មុខងល់ទៀតទៅកូនស្រីរបស់ខ្ញុំស្លាប់បាត់ហើយតើឯងចង់ឲ្យនាងស្លាប់ទៅទាំងមិនស្រឡាញ់ឯងទៀតមែនទេបិទមាត់អ្នកដែលសម្លាប់កូនស្រីគឺឯងនឹងហើយថ្ងៃនេះខ្ញុំនឹងនៅចំពោះមុខមនុស្សគ្រប់គ្នាបោកអាក្រាតមុខមាត់ពិតដ៏អាក្រក់របស់អ្នកបន្តវេនទៅកុំអីកុំអីកុំអីឈប់ទៅសៀវយូឈប់ជីកទៅឈប់ជីកទៅគេអាណិតអ្នកឡាយណាស់តស៊ូឡើងចង់យ៉ាងម៉េចខ្ញុំចង់ឲ្យអ្នកនៅចំពោះមុខអ្នកសារព័ត៌មាននិងអ្នកលេងអ៊ីនធឺណិតសារភាពដោយផ្ទាល់មាត់និយាយថាភ្នោនេះជារឿងคล้ายកូនរបស់អ្នកមិនទាន់ស្លាប់ទេគឺត្រូវបានអ្នកលក់តាំងពី3ឆ្នាំមុនហើយខ្ញុំនឹងឲ្យពួកគេឈប់យកព្រមទេបងហេងពេលសេះសល់មិនច្រើនទេចុះបើមានអាម្នាក់ណាមិនចេះមើលផ្លូវផេះសុបកូនស្រីឯងតែគាត់ពិតជាកិនឆ្អឹងបាច់ផេះមែនកុំអីខ្ញុំគឺជាតើខ្ញុំជាអ្វីទៅនិយាយឲ្យខ្លាំងមកខ្ញុំស្ដាប់មនុស្សទេខ្ញុំសារភាពខ្ញុំចង់រស់គាត់មិនទាន់ស្លាប់ទេត្រូវបានខ្ញុំលក់បាត់ហើយហឹមទីបំផុតឯងព្រមសារភាពហើយបាទខ្ញុំសារភាពគឺខ្ញុំដែលធ្វើឲ្យកូនបង្កើតខ្លួនឯងស្លាប់កូនស្រីគាត់មានឪពុកបែបនេះពិតជាស៊ុយធំមែនខ្ញុំមិនមែនជាមនុស្សទេខ្ញុំជាសត្វតិរច្ឆានលោកពេញចិត្តហើយឬនៅសេនាបតីតុងចាត់ទុកថាឯងនៅមានសតិសម្បជញ្ញៈខ្លះស៊ុយហៅកុំបារម្ភអីឲ្យតែលោកប្រាប់ពីកន្លែងក្មេងខ្ញុំធានាថានឹងសុំប៉ូលីសឲ្យបន្ធូរបន្ថយព្រោះតែអគ្គនាយកសៀវពេញចិត្តលោកគាត់គឺជាអ្នកម្ដាយដ៏អស្ចារ្យបំផុតលើលោកខ្ញុំមិនយល់ព្រមទេខ្ញុំមិនយល់ព្រមទេឯងមកធ្វើអីនៅទីនេះរឿងថ្ងៃនេះមិនពាក់ព័ន្ធនឹងឯងទេមែនហើយស្រីកំណានដូចឯងឆាប់ចេញទៅខ្ញុំមិនមែនជាស្រីកំណានទេគឺនាងទេដែលជ្រៀតជ្រែកអាពីពីគេបំផ្លាញមនោសញ្ចិតនាជាង10ឆ្នាំរបស់ពួកគេនាងនិយាយផ្ដេសផ្ដាស់អីណាឯងហើយចុះឯងសៀវរ៉ាន់ឯងមិនមែនជាអ្នកម្ដាយដ៏អស្ចារ្យអីទេឯងគ្រាន់តែជាមនុស្សអាត្មានិយមនិងមានពុតត្បុតប៉ុណ្ណោះឯងថាម៉េចនិយាយម្ដងទៀតមើលខ្ញុំចង់និយាយថាឯងមិនស្រឡាញ់កូនខ្លួនឯងតតែសោះឯងគ្រាន់តែចង់ទម្លាក់កំហុសឲ្យអ្នកដទៃដើម្បីបានធូរចិត្តប៉ុណ្ណោះមេស្រីថោកទាបខ្ញុំមិនបានប្រកាន់ទោសដែលឯងបំផ្លាញគ្រួសារខ្ញុំទេតែឯងបែរជាហ៊ានមកចាញ់ផ្ចាររកងាប់ខ្លួនឯងទៀតអ្នកទាំងអស់គ្នាបានឃើញហើយនេះហើយគឺជាស្រីកំណានរបស់ខើហេងកាលនោះគាត់សុកចិត្តបោះបង់ចោល7ឆ្នាំក៏ព្រោះតែស្រីម្នាក់នេះជួញដូរកុមារបើស្អាតស្អំខ្ញុំមិនចាំបាច់បកស្រាយទេយ៉ាងណាក៏ភ្នែកមហាជនមើលឃើញច្បាស់ដែរសួរថាតើមានម្ដាយឯណានៅលើលោកនេះតែសុកចិត្តដើម្បីតែភាពសុខសាន្តរបស់ខ្លួនទៅជីកកាយភ្នោកូនស្រីបង្កើតរបស់ខ្លួនឯងនោះល្មមបានហើយនេះមិនមែនជាភ្នោកូនស្រីខ្ញុំទេចុះបើអ្នកដែលដេកនៅខាងក្នុងនោះជាកូនស្រីឯងពិតមែន
តើមិនមែនអញជាអ្នកជីកភ្នូគេដោយដៃខ្លួនអញទេអីរំខានដល់ភាពសុខសាន្តចុងក្រោយរបស់គេខ្ញុំចំណែកលោកខើហៅបរោះម្នាក់សុខចិត្តទ្រាំរងរាល់ការប្រមាថនិងភាពអាស្រូវដើម្បីភាពសុខសាន្តរបស់កូនស្រីហេតុអ្វីព្រោះគាត់មិនមែនត្រឹមតែជាបរោះម្នាក់តែគាត់គឺជាឪពុកម្នាក់មិនអីទេពុកនៅទីនេះមិនអីទេខ្ញុំមិនជឿថាមនុស្សបែបនេះនឹងហ៊ានលួចកូនស្រីបង្កើតរបស់ខ្លួនឯងប៉ុន្តែទៅពួកគេគឺជាបាក់ពួកតែមួយខ្ញុំប្រាប់អ្នកឲ្យដឹងខ្ញុំឲ្យពេល3វិនាទីចេញទៅឲ្យឆ្ងាយបើមិនអញ្ចឹងខ្ញុំនឹងប្តឹងប៉ូលីសមិនបាច់ទេខ្ញុំប្តឹងរួចរាល់ហើយទោះប្តឹងប៉ូលីសក៏ធ្វើអ្វីមិនបានដែរពួកយើងមិនបានធ្វើខុសច្បាប់ទេអ្នកមិនបានល្មើសច្បាប់ទេព្រោះអ្នកដែលល្មើសច្បាប់គឺជាសង្សាររបស់អ្នកឆែខេងមានរឿងអីឬមួយក៏មានការផ្លាស់ប្ដូរមិញនេះច្បាស់ជាមានគេនាំរឿងហើយតើអញកំពុងនិយាយផ្ដេសផ្ដាស់អីហ្នឹង3ឆ្នាំមុនខ្ញុំឃើញគាត់នៅ Peninsula ផ្ទាល់ភ្នែកដែលធ្វើឲ្យគាត់ធ្លាក់ពីលើជណ្ដើរសុំទោសមានអ្នកណានៅទីនេះទេឈៀវយ៉ាន់លោកគ្រូពេទ្យមានអ្នកណានៅទីនេះទេកុំខ្លាចអីខ្ញុំជាគ្រូពេទ្យលោកគ្រូពេទ្យជួយមិត្តស្រីខ្ញុំផងនេះគ្រាន់តែជាសម្ដីរបស់អ្នកតែម្ខាងប៉ុណ្ណោះតើអ្នកមានភស្តុតាងអ្វីមាត់នៅនឹងអ្នកចង់និយាយអីក៏បានអ្នកណាថាខ្ញុំមិនមានភស្តុតាងនៅចាំរបស់នេះទេយឺតហើយនាឡិកាខ្ញុំស្អាតតាម្នាក់នេះថាមិនអន់ទេតម្លៃរាប់លានឯណោះតើអ្នកបកស្រាយយ៉ាងម៉េចម៉ូដមានកំណត់លើលោកមានតែមួយគត់អ្នកគួរតែចាំបានមែនទេខ្ញុំចាំនាឡិកានោះបានការនោះលោកឈៀវចំណាយច្រើនក្នុងកម្មវិធីដេញថ្លៃរាប់លានឲ្យជំនួយការគាត់មើលទៅគឺគាត់មិនខុសទេការនោះប្រពន្ធសម្លាញ់ខ្ញុំទិញនាឡិកានេះឲ្យទៅបរិះផ្សេងបរិះម្នាក់នោះគឺឈៀវយេងឆៃខេងនាឡិកាហេតុអីវានៅក្នុងដៃគាត់រឿងនេះចាំខ្ញុំនិយាយជំនួសគាត់មាននរណានៅទីនេះទេកាលនោះខ្ញុំឃើញគាត់រត់ចេញពីច្រករបៀងទាំងភ័យស្លន់ស្លោសូម្បីតែនាឡិកាក៏យកមិនទាន់ផងតើនេះជារឿងពិតមែនទេនាឡិការបស់អ្នកពិតជាបាត់នៅពេលនោះមែនអ្នកថាមានគេលួចវាទៅរឿងនេះតែសម្ដីពួកគេអាចជាបានទេពួកគេគឺជាបាក់ពួកតែមួយអូមែនហើយអ្នកថាអ្នកបានឃើញខ្ញុំក្រៅពីនាឡិកានេះតើអ្នកមានភស្តុតាងផ្សេងទៀតទេចុះបើអ្នកជាអ្នកលួចវិញខ្ញុំពិតជាមិនមានភស្តុតាងច្បាស់លាស់ទេព្រោះអំពូលភ្លើងនិងកាមេរ៉ាសុវត្ថិភាពនៅច្រករបៀងត្រូវបានគេបិទអស់ហើយបើអញ្ចឹងអ្នកកំពុងតែមួលបង្កាច់ហើយតាមពិតអ្នកគ្មានភស្តុតាងតតែសោះចាំប៉ូលីសមកដល់ចាំមើលថាអ្នកធ្វើម៉េចប៉ូលីសមកដល់ហើយលោកនាយកនេះលោកគ្រូពេទ្យប្រាប់ខ្ញុំថាកាលពី3ឆ្នាំមុនមានមនុស្សបង្កហិង្សាក្នុងមន្ទីរពេទ្យក្នុងគោលបំណងសម្លាប់ទារកទើបនឹងកើតពួកយើងបានប្តឹងប៉ូលីសបានឆែកមើលកាមេរ៉ាសុវត្ថិភាពជាច្រើនឃើញមានមនុស្សលបចូលក្នុងអគារសន្តិសុខបិទភ្លើងនិងកាមេរ៉ានៅតាមច្រកផ្លូវទើបធ្វើឲ្យបាត់រូបភាពវីដេអូហើយអ្នកម្នាក់នេះអាចជាឃាតករដែលសម្លាប់ក្មេងនោះឬមួយក៏អ្វីដែលគាត់និយាយសុទ្ធតែជាការពិតខុសហេងកូនរបស់ពួកយើងពិតជាធ្លាក់ពីលើអគារមែនឬបើគ្មានកាមេរ៉ាសុវត្ថិភាពផងកុំមកធ្វើពុតជាអ្នកស៊ើបអង្កេតនៅទីនេះអ្នកណាថាគ្មានកាមេរ៉ាសុវត្ថិភាពទោះកាមេរ៉ានៅច្រកផ្លូវត្រូវបានគេបិទតែភស្តុតាងនៅអគារសន្តិសុខថតបានយ៉ាងច្បាស់ថាមានមនុស្សលបចូលគឺអ្នកនឹងហើយចុះគាត់ទៅបិទកាមេរ៉ាសុវត្ថិភាពធ្វើអីគៀបក៏ពិតប្រាកដគឺគាត់អីចឹងអានឹងអាចប្រើជាភស្តុតាងបានបញ្ជូនទៅប៉ូលីសស៊ីវឈីងតើមានរឿងអីឲ្យប្រាកដនិយាយមកអញទៅបិទភ្លើងបិទកាមេរ៉ាធ្វើអី
anhដឹងទេថាអញធ្វើឲ្យកូនស្រីខ្ញុំធ្លាក់ពីលើដំបូលអញដឹងទេចុះនិយាយមកខ្ញុំឲ្យអញនិយាយគេហ៊ាននិយាយទេគឺគេនឹងហើយដែលធ្វើបាបកូនស្រីយើងសង្គ្រោះក្នុងអីគេមួយថ្ងៃមួយយប់ហើយលោកនិយាយកកូនស្រីខ្ញុំយ៉ាងម៉េចហើយសូមអង្វរលោកហើយរកវិធីជួយនាងផងបានទេលោកស៊ីអ្នកជំងឺនៅក្មេងពេករបួសធ្ងន់ធ្ងរខ្លាំងណាស់លទ្ធផលល្អបំផុតនៃការនិយាយទេគឺត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីបន្តជីវិតប្រហែលជាអាចក្លាយជាមនុស្សរុក្ខជាតិហេតុអ្វីបានជាបែបនេះខុសហេងបានប្រាប់អ្នកជាច្រើនដងហើយតែអ្នកនៅតែធ្វើពុតជាដេកលុកពួកយើងក៏គ្មានមធ្យោបាយដែរមិនអាចទេបើវាជាបែបនេះមែនហេតុអ្វី3ឆ្នាំមុនអ្នកមិនប្រាប់ខ្ញុំហេតុអ្វីបានជាត្រូវលាក់បាំងខ្ញុំរហូតមកដល់ពេលនេះអ្នកនៅតែបន្ទោសអ្នកដទៃល្អបើខ្ញុំប្រាប់អ្នកតើអ្នកជឿខ្ញុំឬក៏ជឿគេឈៀវរ៉ានអ្នកសួរចិត្តខ្លួនឯងមើលទៅចាប់តាំងពីឆែសៀនមកដល់តើអ្នកធ្លាប់ជឿខ្ញុំសម្បីតែមួយវិនាទីទេនោះក៏ដោយសារតែអ្នកបង្ខំឲ្យខ្ញុំលេងលះរាល់ថ្ងៃហេតុអ្វីខ្ញុំបង្ខំឲ្យអ្នកលេងលះប្រពន្ធអ្នកណាពោះធំហើយនៅតែដើរលេងជាមួយប្រុសខាងក្រៅទៀតតើលោកស៊ីវរីកាប្រាប់ខ្ញុំយ៉ាងម៉េចចុះមិនក៏និយាយតែពាក្យថាហត់នឿយអ្នកមិនស្ដាប់តាមគាត់ទេគាត់ថែមទាំងចង់រំលូតកូនចោលទៀតប្រពន្ធអ្នកណាឪពុកម្ដាយចិត្តស្លាប់ហើយនៅតែដេកជាមួយប្រុសផ្សេងក្នុងបន្ទប់សំដំណេកស្រីខលខូចប្រពន្ធអ្នកណាជាគៀតតសម្រាប់កូនខ្លួនឯងទិញឡានទិញផ្ទះថ្នាក់ថ្នមនាងដល់មេឃមាត់និយាយថាស្រឡាញ់កូនណាស់ពេលកូនស្លាប់តើអ្នកកំពុងធ្វើអ្វីទៅនៅល្អោកល្អើមជាមួយវាទៀតទៅឈិនវីនអាហាខ្ញុំមិនវីមនុស្សស្រីទេមួយកំភ្លៀងនេះមិនមែនវាជំនួសកូនដែលស្លាប់ទេក្នុងនាមជាម្ដាយម្នាក់អ្នកមិនស័ក្តិសមទេមែនហើយអូខ្ញុំមិនចេះទេកូនស្រីរបស់ខ្ញុំស្លាប់ហើយគឺខ្ញុំស្រឡាញ់គេស្ទើរឆ្កួតមែនគឺដោយសារខ្ញុំស្រឡាញ់គេខ្លាំងពេកឯងកុហកឯងច្បាស់ជាកុហកហើយពួកឯងទាំងអស់គ្នាកំពុងបោកខ្ញុំវាមិនអាចទៅរួចទេកូនស្រីខ្ញុំមិនទាន់ស្លាប់ទេឯកសារមរណភាពរបស់ឈៀវយ៉ននៅមានក្នុងទិន្នន័យមន្ទីរពេទ្យបើត្រូវការអាចឆែកមើលបានគ្រប់ពេលអំបញ្ញមិញអញនៅថាគេជាមនុស្សរុក្ខជាតិឥឡូវបែរជានិយាយពីរឿងអ្នកស្លាប់វិញអ្នកប្រែទឹកមុខលឿនជាងបកសៀវភៅទៅទៀតលោកប្រធានសៀវចំពោះមរណភាពរបស់អ្នកជំងឺពួកយើងសោកស្ដាយណាស់ប៉ុន្តែពេលនោះមន្ទីរពេទ្យបានទូរស័ព្ទទៅលោកបានបដិសេធមិនជួយដោយយកលេសរឿងលេងលេះទើបធ្វើឲ្យគេស្លាប់ទាំងមិនដឹងខ្លួនលោកប្រធានពេទ្យខ្ញុំសូមអង្វរលោកខ្ញុំសូមអង្វរជួយសង្គ្រោះគេផងគេគឺជាជីវិតរបស់ខ្ញុំលោកប្រធានខ្ញុំមិនអាចខ្វះគេបានទេនាងនៅក្មេងនៅឡើយទេកុំគិតច្រើនអីចាំយកកូនម្នាក់ទៀតទៅថ្លៃព្យាបាលក្មេងនេះយ៉ាងហោចក៏5សែនដែរ5សែនពេលខ្លីបែបនេះខ្ញុំពិតជាមិនអាចរកលុយច្រើននេះបានទេខ្ញុំសូមអរគុណលោកស៊ីវរ៉ានទុកមុនហើយគាត់ប្រកាសជាធ្វើបានខាងលោកប្រធានសៀវបានតមកវិញហើយថាពួកអ្នកលេងលេះគ្នាហើយគាត់មិនអាចចេញថ្លៃចំណាយអ្វីឡើយឲ្យអ្នករកវិធីដោយខ្លួនឯងសុំទោសណាអ្វីដែលខ្ញុំនិយាយសុទ្ធតែជាពាក្យខឹងមិនមែនជាការពិតទេពេលនោះមិនមែនខ្ញុំឲ្យទៅមើលមុខគ្នាទេហើយក៏ផ្ញើឲ្យអ្នក50,000ដែរមែនទេចាស់ខ្ញុំបានទទួលហើយតែគឺនៅក្នុងបុណ្យសពកូន
សៀវយីងគឺប៉ាខុសចំពោះកូនប៉ាជួយកូនមិនបានទេបើមានជាតិក្រោយសង្ឃឹមថាកូននឹងមានសំណាងល្អធ្វើជាប៉ាដែលស្រឡាញ់កូនអលភ័យទទួលបានប្រាក់50,000 យន់ខ្ញុំសួនហឺសូមស្បត់ចំពោះមេឃជាតិនេះនឹងលែងត្រូវការលុយសំបីមួយកាក់ព្រះឲ្យស្ថានភាពបានប្រែប្រួលទាំងស្រុងតាមពិតប៉ាទើបជាអ្នកដែលស្រឡាញ់កូនពិតប្រាកដគាត់មិនបានទទួលការអាម៉ាស់ឡើយមិនចង់ឲ្យនរណាម្នាក់ទៅមើលភ្នូររបស់កូនឡើយពួកយើងទាំងអស់គ្នាត្រូវស្រីម្នាក់នេះបោកហើយកូនស្រីរបស់ខ្ញុំដោយសារតែការស្លាប់របស់កូនអាហេងធ្លាប់ធ្លាក់ខ្លួនក្នុងជំងឺបាក់ទឹកចិត្តរហូតដល់បានជួបសៀវយូសៀវយូតើកូនត្រឡប់មកវិញមែនទេសៀវយូសៀវយូសៀវយុនគឺជាក្មេងដែលគេបោះបង់ចោលមានជំងឺបេះដូងពីកំណើតស្រឡាញ់កូនអ្នកដតីដូចកូនបង្កើតគាត់មិនធ្វើបាបអ្នកណាដាច់ខាតមកពីខ្ញុំគឺខុសលើខ្ញុំទាំងអស់អញគឺជាកូនរបស់ខ្ញុំតើខ្ញុំមិនមែនជាម្ដាយល្អមែនទេគឺឯងមកពីឯងទាំងអស់ប្រសិនបើគ្មានឯងអែននិងអេក៏មិនលែងលះគ្នាដែរកូនក៏មិនស្លាប់ដែរសងជីវិតកូនខ្ញុំមកវិញសងកូនខ្ញុំមកវិញមកសងកូនខ្ញុំមកវិញទៅគឺគ្រប់គ្រាន់ហើយមីថោកទៀតនៅឆ្លៀតបេះផ្លែឈើទៀតខ្លួនអញទ្រាំនឹងភាពឯកាមិនបានបន្ទោសអ្នកណាមីស្រីចាស់ឯងនិយាយថាម៉េចខ្ញុំថាឯងវាល្ងងខ្ញុំបំរើឯងច្រើនឆ្នាំហើយតើខ្ញុំចង់បានអ្វីពីឯងទៅចង់បានចរិតអាក្រក់របស់ឯងមែនទេចង់បានព្រោះអាយុច្រើនមែនមិនមែនចង់បានតែលុយទេអីកាត់អីហ្នឹងអាថោកទៀតខំតែធ្វើដើម្បីឯងគ្រួសារបែកបាក់កូនក៏បាត់បង់ឯងហ៊ានបោកខ្ញុំបោកចុះយ៉ាងម៉េចអាល្ងងនោះល្អជាមួយឯងម្លឹងឯងនៅតែផិតក្បត់គេមែនទេធ្វើឲ្យគេខ្លាចជាអ្នកដឹកអីវ៉ាន់បាត់បើមិនបោកធ្វើមិនកើតកញ្ញាជាវកាបូបនេះសឹកតែឆ្នាំបដូរទេតើនាំគេមកធ្វើអីគ្រោះថ្នាក់ណាស់អីគេល្អតាតាមពិតមិនត្រឹមតែធ្វើបាបកូនស្រីខ្ញុំទេធ្វើបាបខើហេងហើយចង់សម្លាប់ខ្ញុំទៀតអាថោកទៀតសម្លាប់អញចោលសងកូនមកវិញហួសហេតុពេកហើយតោះទៅចាំបន្តិចចេញទៅខ្ញុំសង្ស័យថាគេមិនមែនធ្វើបាបតែម្នាក់ពីរនាក់ទេអាហាតើអញចង់មានន័យថាម៉េចរឿងគ្រោះថ្នាក់ចរាចរណ៍ឪពុកម្ដាយអញកាលនោះខ្ញុំសង្ស័យថាមិនមែនជាគ្រោះថ្នាក់ចៃដន្យទេគឺមានគេរៀបចំទុកមិនក៏មានរឿងចៃដន្យដល់ថ្នាក់ហ្នឹងឡានដឹកទំនិញធំនោះស្រាប់តែបើកបុកមកនៅកន្លែងកើតហេតុរោគសំបីតែស្នាមហ្វ្រាំងក៏មិនឃើញតើអ្វីដែលគាត់និយាយជាការពិតមែនទេតើគឺជាឯងមែនទេតើឯងជាអ្នកធ្វើឲ្យឪពុកម្ដាយខ្ញុំស្លាប់មែនទេអ្នកធ្វើឲ្យឪពុកម្ដាយអញស្លាប់មិនមែនមានតែគេទេគឺមានទាំងឯងដែរបើកាលនោះឯងមិននាំចោលចូលផ្ទះតើឪពុកម្ដាយអញអាចស្លាប់បានយ៉ាងម៉េចពេលឪពុកម្ដាយអញស្លាប់តើឯងកំពុងធ្វើអ្វីក្មេងឈ្មោះសៀវរិននេះតើមានរឿងអីទៅនៅតែមិនទទួលទូរស័ព្ទទៀតម្ដាយគេទៅជាបែបហ្នឹងហើយខ្ញុំឆ្ងាញ់ទេល្មមហើយ
រាល់ពេលអញធ្វើខុសតែងតែធ្វើចរិតបែបនេះខ្ញុំធន់នឹងមើលវាណាស់ក្នុងពេលដែលការពិតបានលាតត្រដាងហើយសូមកុំមករំខានជីវិតខ្ញុំទៀតអីម្យ៉ាងទៀតបើអញហ៊ានមកភ្នូរកូនស្រីខ្ញុំទៀតមករំខានដល់ការសម្រាករបស់នាងខ្ញុំនឹងឲ្យអញសងដោយជីវិតខ្ញុំកើតអីហ្នឹងកូនសម្លាញ់អញចង់ធ្វើអីលេងអញមិនទៅណាទេចេញទៅចង្រៃយកចេញទៅកូនសម្លាញ់ធ្វើខ្លួនឯងទទួលខ្លួនឯងជារបស់ខ្ញុំទាំងអស់ខ្ញុំគឺជាម្ដាយដ៏ល្អម្នាក់ហេតុអ្វីបានជាខ្ញុំខុសគឺម៉ាក់ដែលធ្វើឲ្យកូនស្លាប់ម៉ាក់សំទោសគឺកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំមិនមែនជាម្ដាយល្អទេកូនសម្លាញ់របស់ម៉ាក់ហាកូនរបស់ម៉ាក់ច្បាស់ជារងាណាស់ហើយយោងតាមសេចក្តីរាយការណ៍របស់ប៉ូលីសយកក្រុមហ៊ុនជាវលោកឆេថេងជាប់សង្ស័យពីបទមនុស្សឃាតនិងបទល្មើសបង្កបួសស្នាមដល់ចិត្តនេះជាច្រើនទៀតត្រូវបានប្រធានក្រុមហ៊ុនជាវលោកជាវរ៉ែនប្តឹងផ្តល់និងបញ្ជូនទៅតុលាការដើម្បីរងចាំការកាត់ទោសមនុស្សអាក្រក់ទីបំផុតត្រូវទទួលកម្មពៀទីបំផុតមេឃស្រឡះវិញហើយសង្ឃឹមថាវិញ្ញាណអ្នកខន់កូននិងលោកយាយលោកតាអាចទៅបានដោយស្ងប់សុខចុះបញ្ហាកាំងគីឡូរាប់ឆ្នាំបញ្ហាសសម្បុកពោះក្រោយពេលសម្រាល baby បញ្ហាមួយថ្ងៃចេះតែឃ្លានអើយឃ្លានតោះប្រមូលបញ្ហាទាំងអស់នឹងមកបងប្អូនទាំងអស់គ្នាទុកឲ្យស្ដេចវីតាមីនកំពូលមហាស្រកគីឡូយ៉ាសាកាកុំតិចបញ្ហាទាំងអស់នោះចោលជាមួយកំពូលវីតាមីនយ៉ាសាកា body shape មិនចាំបាច់តមហាចង់ញ៉ាំអីក៏បានមហាស្រកលឿនដូចហោះនិងសុវត្ថិភាពតាំងពីកំប៉ុងដំបងកុំថាឡើយ3គីឡូ8គីឡូឬក៏លើសទៀតក៏ស្ដេចវីតាមីនសម្រកគីឡូយ៉ាសាកាស៊ីផុយដែរបងប្អូននឹងឃើញចង្កេះខោរលុងស្រស់ស្រាយស្រាលខ្លួនតាមរយៈការបញ្ចេញចោលរបស់ខ្លាញ់អាក្រក់មកតាមញើសនិងទឹកនោមវីតាមីនយ៉ាសាកា body shape មានសមត្ថភាពកម្ពូលដ៏អស្ចារ្យក្នុងការដុតរំលាយជាតិខ្លាញ់សម្រកគីឡូលឿនរហ័សទាន់ចិត្តនិងជួយឲ្យសាច់ហាប់ទាំងណែនមិនយាធ្លាក់ក្រោយពេលសម្រកស្ដេចវីតាមីនសម្រកគីឡូយ៉ាសាកាត្រូវបានទទួលស្គាល់និងមានលេខបញ្ជីការត្រឹមត្រូវពីក្រសួងក្នុងនិងក្រៅប្រទេសបងប្អូនអាចប្រើបានដោយទំនុកចិត្ត 100% កុំទុកឲ្យសម្លៀកបំពាក់ស្អាតខ្លាចជាការចងចាំណាបងប្អូនចាប់ផ្ដើមបេសកកម្មសម្រកគីឡូយករៀងថ្មីជាមួយនឹងស្ដេចវីតាមីនសម្រកគីឡូយ៉ាសាកាឥឡូវនេះអាហុងខ្ញុំសុំទោសចំពោះអ្នកសូមអត់ទោសឲ្យខ្ញុំផងខ្ញុំពិតជាដឹងខុសហើយបងចង់ដាក់ទោសអូនយ៉ាងណាក៏បានខ្ញុំមិនចាប់អារម្មណ៍ទេពួកយើងលែងលះគ្នាហើយកុំមករំខានខ្ញុំទៀតទៅចុះទេចាំសិនអូនមានអ្វីឲ្យមើលអាហាវមើលនេះអាហាវអូនដឹងហើយកាលនោះគេចិត្តណាធ្វើបាបបងនៅលៀងឆឹងគឺមកពីអូនមិនជឿបងឥឡូវគេនៅក្នុងគុកត្រូវផឹកទឹកក្នុងបង្គន់រាល់ថ្ងៃហើយនៅមានរូបថតទាំងនោះទៀតអូនដឹងថាវាជារឿងคล้ายតែអូនខ្លាចបងចាក់ចេញពីអូនទើបអូនព្យាយាមរកកំហុសបងអាហាវបងចង់បានអ្វីទៀតប្រាប់អូនមកអូននឹងជួយបងបញ្ចេញកំហឹងអាហាវខ្ញុំពិតជាដឹងខុសហើយខ្ញុំដឹងខុសមែនមកទៀតហើយកញ្ញាឆេវតើអ្នកធ្វើបែបនេះធ្វើអីរឿងកន្លងផុតឲ្យវាកន្លងទៅចុះក្នុងចិត្តខ្ញុំវាមិនដែលកន្លងផុតឡើយខ្ញុំមិនដែលភ្លេចគេទេតែខ្ញុំអត់មានទេខ្ញុំមិនដែលនឹកស្រណោះឡើយអ្វីដែលខ្ញុំនឹកគឺខ្លួនឯងកាលពីមុនមន្ទីរពេទ្យនេះមានការចងចាំឈឺចាប់ច្រើនណាស់ខ្ញុំមិនចង់ឃើញអ្នកនៅទីនេះទេអ្នកទៅចុះខ្ញុំបានឆ្លងកាត់វារួចហើយតែនៅតែរក្សាពួកគេមិនបានតើព្រះចង់យកអ្វីពីខ្ញុំទៀត
ខ្ញុំគ្មានអ្វីត្រូវបាត់បង់ទៀតទេនោះហើយជាពេលដែលខ្ញុំឃើញអ្នកខ្ញុំមិនទៅទេអាហាវខ្ញុំអង្វរអ្នកខ្ញុំដឹងខុសហើយលើកលែងឲ្យខ្ញុំម្ដងនេះបានទេអ្នកមិនទៅមែនទេខ្ញុំទៅតើម៉ាក់របស់ខ្ញុំលើកនេះពិតជាមិនអត់ទោសឲ្យខ្ញុំមែនទេស៊ីវរ៉ានរៀបការជាមួយបងទៅបងនឹងធ្វើឲ្យអូនមានសុភមង្គលទេវាមិនអាចទៅរួចទេគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់ឲ្យតែគាត់បាត់ខឹងគាត់នឹងត្រឡប់មកវិញដូចដើមយ៉ាងណាមិញទោះឆ្កែខើយ៉ាងណាក៏មិនអាចចោលម្ចាស់បានដែរសួស្ដីអាហារមកដល់ហើយសួស្ដីអាហារដឹកជញ្ជូនសួស្ដីអាហារមកដល់ហើយមានអ្នកណានៅទេអាហេងរីករាយថ្ងៃកំណើតមិនក៏ជាអ្នកទៀតហើយមិនចេះចប់មែនទេអាហេងថ្ងៃនេះជាថ្ងៃកំណើតបងភ្លេចហើយមែនទេថ្ងៃកំណើតខ្ញុំតាក់ទងអីនឹងនាងមិនក៏ថាមិនតាក់ទងនឹងខ្ញុំថ្ងៃកំណើតបងគឺជាថ្ងៃខួបកាយយើងវាជាថ្ងៃរបស់យើងទាំងពីរមែនហើយក៏ជាថ្ងៃដ៏ល្អដែលយើងលេងគ្នាអបអរខួបលេងគ្នា3ឆ្នាំឈប់សិនអាហាវខ្ញុំគ្មានបំណងអីទេខ្ញុំគ្រាន់តែចង់មកកំដរបងពីមុនយើងតែងតែឆ្លងជាមួយគ្នាបងភ្លេចហើយមែនទេនោះជារឿងពីមុនខ្ញុំទទួលទឹកចិត្តអ្នកហើយខ្ញុំមានការត្រូវទៅមុនហើយចាំបន្តិចបើអ្នកមិនចង់ឲ្យខ្ញុំកំដរអញ្ចឹងជួយផ្ដល់កិត្តិយសបន្តិចទទួលកាដូនេះទៅមើលចុះនេះជាឡានស្ពម៉ូថ្មីបំផុតខ្ញុំកក់ពីបរទេសឲ្យអ្នកនេះជាម៉ាកដែលអ្នកចូលចិត្តបំផុតអ្នកនៅចាំទេពេលនោះអ្នកថាពេលរកលុយបានច្រើននឹងទិញវាមកដប់ខ្ញុំដើរលេងចាំទេតែខ្ញុំគ្មានសំណាងបែបហ្នឹងទេមិនដូចស៊ីឈីងដែលអ្នកប្រមូលគ្រប់ស៊េរីឲ្យគេអស់ពេលនេះនិយាយពីអាមនុស្សចង្រៃនឹងធ្វើអីបើអ្នកចូលចិត្តខ្ញុំនឹងទិញឲ្យពេញឃ្លាំងតែម្ដងមិនបាច់ទេខ្ញុំគ្រាន់តែជាអ្នកដឹកអាហារយកឡានស្ពមកធ្វើអីទុកវាសម្រាប់ប្រុសក្មេងនាងទៅចាំបន្តិចកាដូនោះនាងមិនចូលចិត្តទេអីហើយនៅមានអានេះទៀតនេះជាសពផ្ទះមង្គលការរបស់យើងការនោះផ្ទះនេះជារបស់នាងទេជាមរតកដែលម៉ាក់នាងទុកឲ្យពេលលែងលះគ្នានាងមិនព្រមយកឥឡូវនេះដល់ពេលត្រូវប្រគល់ឲ្យម្ចាស់ដើមវិញហើយមូលហេតុដែលខ្ញុំមិនយកផ្ទះមង្គលការនេះគឺដោយសារវាជាផ្ទះចាស់របស់ពុកម៉ែខ្ញុំមិននឹកស្មានថានាងហ៊ាននាំប្រុសមកទីនេះនាងធ្វើឲ្យផ្ទះនេះស្មោកគ្រោកអស់ហើយនាងគិតថាខ្ញុំនៅចង់បានទៀតមែនទេស៊ីហៅត្រឡប់មកវិញភ្លាមមកវិញហើយហេមកល្មមខ្ញុំធ្វើមេអាយុវែងឲ្យញ៉ាំអូយឈ្ងុយណាស់តាំងពីម៉ាក់ខ្ញុំចែកឋានទៅខ្ញុំមិនដែលញ៉ាំមេឆ្ងាញ់បែបនេះពីមុនមកទេអញកុំប្រាប់ណាថាគ្រាន់តែយកការសរសើរដឹកជញ្ជូនមកបោកខ្ញុំ
ខ្ញុំមិនជឿទេអត់មានទេឥតប្រយោជន៍មែនគ្រាន់តែមីមួយចានក៏ទិញទឹកចិត្តបានខ្ញុំទិញទាំងឡានទាំងផ្ទះឲ្យតែអញនៅតែមិនខ្វល់ពីខ្ញុំអូមែនហើយយប់នេះខ្ញុំដើរកាត់ផ្សារយប់ក៏ទិញកាដូឲ្យឯងស្អីគេមួយរយៈនេះអាកាសធាតុកាន់តែត្រជាក់ហើយអញដឹកអីវ៉ាន់ងាយនឹងរមីខ្លាំងណាស់របស់ទាំងនេះអញប្រកាសជាត្រូវការគិតគូរបានដិតដល់ណាស់ខ្ញុំកំពុងត្រូវការលំមហះរបស់តាមចិញ្ចើមថ្នល់ក៏ចូលចិត្តដែរប្រុសពិតជាថោកទាបមែនមើលចុះខ្លួនធំប៉ុណ្ណាហើយមិនចេះមើលថែខ្លួនឯងសោះតែក៏អស់ហើយល្មមហើយកុំមកធ្វើឲ្យខ្ពើមទៀតអីស៊ីវរ៉ានឯងមកធ្វើអីខ្ញុំមកធ្វើអីបើខ្ញុំមិនមកមិននឹងឃើញឯងត្រូវស្រីពីរពម្នាក់នេះបោកបញ្ឆោតឲ្យវង្វេងវង្វាន់អស់បែបនេះនិយាយឲ្យស្រួលបួលបន្តិចកុំចេះតែខំគេឯងខ្ញុំមានចិត្តមកធ្វើខួបកំណើតឲ្យតែឯងមិនដឹងគុណគឺដោយសារតែស្រីកញ្ជ្រោងម្នាក់នេះកញ្ញាសៀវព្រឹកមិញពេលចេញទៅខ្ញុំបានប្រាប់ហើយថានឹងចេញពីធ្វើការលឿនដើម្បីប្រារព្ធខួបកំណើតឲ្យនាងមែនហើយយ៉ាងម៉េចដែរកន្លងមកគឺខ្ញុំជាអ្នកកំដរនាងរហូតឯងជាអ្នកណាមានសិទ្ធិអីមកដណ្ដើមគ្រាន់តែអាស្រ័យលើមីមួយចាននេះមែនទេសៀវឈុនមិនអីទេមែនទេខ្ញុំមិនអីទេសៀវរ៉ានឯងធ្វើហួសហេតុពេកហើយខ្ញុំហួសហេតុគាត់ធ្វើពុតទេអ្នកមើលមិនដឹងមែនទេអូឬមួយអ្នកចាញ់ល្បិចនេះហើយចុះមិនមែនអ្នកក៏ចាញ់ល្បិចឆែថេងដែរទេហេតុអ្វីអ្នកធ្វើបានតែខ្ញុំធ្វើមិនបានខ្ញុំអ្នកនៅខ្វល់ពីឆែថេងធ្វើអីទៀតខ្ញុំបញ្ជូននាងទៅជាប់គុកបាត់ហើយបើមិនពេញចិត្តត្រង់ណាប្រាប់មកខ្ញុំអាចធ្វើបានទាំងអស់ខ្ញុំចង់ឲ្យអ្នកចាក់ចេញពីខ្ញុំចេញឲ្យឆ្ងាយពីខ្ញុំជារៀងរហូតអ្នកចង់ទៅរកអ្នកណាក៏តាមចិត្តចុះព្រោះអ្នកមានលុយតើប្រុសក្មេងបែបណាដែលអ្នករកមិនបានហេតុអ្វីមកតាមរំខានខ្ញុំមានលុយចុះវិថីមានលុយវាខុសច្បាប់មែនទេមានលុយជាកំហុសខ្ញុំមែនទេតែអាស្រ័យពុតត្បុតម្នាក់នេះតើគេអាចផ្ដល់អ្វីឲ្យនាងបានខ្ញុំពិតជាមិនយល់សោះតើខ្ញុំអន់ជាងគេត្រង់ណាក្រៅពីគ្មានលុយដូចលោកក្រៅពីនឹងគេល្អជាងលោកទាំងអស់ស្អីគេលោកល្អហើយស៊ូហេងអញនឹងស្ដាយក្រោយអញច្បាស់ជាស្ដាយក្រោយមិនខានទីបំផុតអាម្នាក់មានស័ក្តិនេះចេញទៅបាត់យ៉ាងណាក៏នាងជាអ្នកនាងឈីនដែរឆេវឆាវបន្តិចជារឿងធម្មតាទេហេឈប់រៀបចំទៅខ្ញុំនាំអញទៅកន្លែងមួយអាហាទៅណាសុកមកទីនេះធ្វើអីចាំមើលពួកអាអ្នកក្រទាំងពីរចង់ធ្វើស្អីឲ្យប្រាកដសួស្ដីអ្នកទាំងពីរតើចង់កំងអ្វីដែរបើចង់ញ៉ាំស៊ុបចាំទៅផ្ទះបងធ្វើឲ្យញ៉ាំចាំបាច់អស់លុយធ្វើអីអូនតាមបងយូរហើយមិនដែលបានសុខស្រួលមួយថ្ងៃសោះថ្ងៃនេះមិនបាច់សន្សំទេចង់ញ៉ាំអីកំងនឹងទៅប៉ុន្តែកំងមកហូបទៅក៏បានពន្លឹកឫស្សីមួយមីស៊ូមួយមានក្រពះគោនិងប្រហិតបង្កងដែលអូនចូលចិត្តមើលទៅចង់កំងអីទៀតទេល្មមហើយកុំងនំខេកតូចមួយទៅបាទអរគុណចាំមួយផ្លែតណារងាទេឲ្យពួកឯងញ៉ាំមានរឿងអីហ្នឹង
ប្រហែលជាដាច់ភ្លើងលើរថភ្លើងហើយបាទបើមិនអញ្ចឹងយើងត្រឡប់ទៅវិញទៅមិនបាច់ប្រញាប់ទេយ៉ាងហោចណាស់ចាំញ៉ាំនំខេកសិនចាំទៅមិនអីទេព្រោះវាជាថ្ងៃខួបកំណើតរបស់អ្នកបើមិនញ៉ាំនំខេកដូចជាមិនសមសោះពិតហាងហើយនៅមិនទាន់ទៅទៀតនំខេកអន់នឹងឆ្ងាញ់ណាស់មែនគឺអញទៀតហើយឈៀវរ៉ានហេតុអីបានជាអញតាមមិនឈប់បែបហ្នឹងខ្ញុំយល់ហើយនេះប្រកាសជាស្នាដៃអញទៀតហើយមែនទេបើមែនតើអញចង់ធ្វើអីយប់នេះខ្ញុំកក់ហាងទាំងមូលអ្នកមិនពាក់ព័ន្ធចេញឲ្យអស់ទៅអញចង់ប្រារព្ធខួបកំណើតមែនទេបានតើអញ្ចឹងឯងនៅទីនេះម្នាក់ឯងទៅខ្ញុំកំដរឯងបើអញ្ចឹងពួកយើងត្រឡប់ទៅវិញទៅកុំទៅអីឲ្យខ្ញុំញ៉ាំនំឲ្យអស់សិនក៏ត្រូវដែរយ៉ាងណាក៏លោកបានបង់លុយរួចហើយខ្លាចខ្ជះខ្ជាយមិនអីទេខ្ញុំនឹងសងលុយឲ្យវិញឥឡូវនេះមិនបាច់ទេនំខេករបស់អ្នកទាំងពីរមកហើយកាន់តែប្រសើរសៀវឈិនរៀបការជាមួយបងទៅមិនថាមានឬក្រមិនថាឈឺឬជាបងនឹងមើលថែអូនអាហេងខ្ញុំទេវាមិនអាចទៅរួចទេសៀហេងលោកធ្វើល្បិចបែបនេះគឺដើម្បីតែឲ្យខ្ញុំខឹងក្រោកឡើងសៀហៅក្រោកឡើងភ្លាមខ្ញុំនិយាយពិតមែនមិនមែនដោយសារអ្នកណាទាំងអស់គឺដោយសារតែខ្ញុំស្រឡាញ់អ្នកស៊ូហាវកុំបន្តបោកប្រាស់ខ្លួនឯងទៀតអ្នកដែលអ្នកស្រឡាញ់គឺខ្ញុំម្នាក់នេះកាលនោះអ្នកសុំខ្ញុំរៀបការឯចិញ្ចៀនពេជ្រនេះធំជាងនេះដល់ទៅ10 ដងអ្នកឃើញទេទោះបីជាចិញ្ចៀនតូចតែទឹកចិត្តខ្ញុំចំពោះអាចិនមានតែលើសមិនដែលខ្វះធ្លាប់បរាជ័យក្នុងចំណងអាពាហ៍ពិពាហ៍ទើបដឹងថាមនុស្សបែបណាដែលគួរស្រឡាញ់ធ្លាប់ត្រូវគេក្បត់ធ្លាប់ត្រូវគេបោះបង់ធ្លាប់ជឿចាប់ខ្លាំងទើបកាន់តែយល់ច្បាស់ថាគួរថែរក្សាមនុស្សបែបណាមិនមែនទេអ្នកកំពុងកុហកអ្នកច្បាស់ជាកំពុងកុហកហើយអ្វីដែលខ្ញុំនិយាយគឺជាការពិតមនុស្សដែលខ្ញុំស្រឡាញ់មនុស្សដែលខ្ញុំចង់រៀបការជាមួយគេមានឈ្មោះថាបេឈិនអាហងឈៀវឈិនរៀបការជាមួយបងទៅមិនព្រមទេបងមិនអនុញ្ញាតទេអូនជារបស់បងអូនពិតជារបស់បងចាប់ពីថ្ងៃនេះទៅបងមិនអនុញ្ញាតឲ្យនរណាម្នាក់មកប្រមាថភរិយាបងឡើយរួមទាំងលោកដែរឈៀវរ៉ានទេឈៀវហៅមនុស្សដែលបងស្រឡាញ់ពិតប្រាកដគឺអូនលោកដឹងគុណចំពោះស្រីម្នាក់នេះណាស់ខូហ៊ីមើលចុះ18 ឆ្នាំរបស់យើងសេចក្តីស្រឡាញ់18 ឆ្នាំគ្មានអ្នកណាជំនួសបានឡើយ18 ឆ្នាំរវាងខ្ញុំនិងអ្នកបានបញ្ចប់ហើយចាប់ពីពេលនេះទៅខ្ញុំនឹងចាប់ផ្ដើម18 ឆ្នាំបន្ទាប់ជាមួយអ្នក28 ឆ្នាំរហូតដល់ចាស់សក់ស្កូវហេតុអ្វីក៏ខ្លាចជាបែបនេះហេតុអ្វីបានជាវាទៅជាបែបនេះអ្នកច្បាស់ជារបស់ខ្ញុំហើយនៅតែជារបស់ខ្ញុំអូល្អហើយអ្នកចូលចិត្តខ្យល់អីចឹងនៅទីនេះទទួលខ្យល់ចុះពួកយើងត្រូវទៅផ្ទះតែខ្ញុំធ្វើវាបាត់ហើយ
ឋានភាពគេថ្ងៃនេះប្រហែលគ្មានរឿងអីទេដឹងតើគេអាចកាត់រឿងអីទៅតាំងពីតូចមកគេស្រឡាញ់របស់អីគឺជាប់លាប់ណាស់បាច់ឆ្កែមួយយំអស់3ថ្ងៃយំរួចនឹងលេងអីហើយគេងទៅមានរឿងអីមែនទេគេងមុនទៅចាំខ្ញុំមកវិញពន្យល់អាហុងនិយាយអីហ្នឹងសៀវរានភ្ញាក់ឡើងសៀវរានទេកុំខ្វល់ពីខ្ញុំមិនមែនបងចិត្តរៀបការថ្មីទេអីកុំខ្វល់ពីខ្ញុំអីឲ្យខ្ញុំស្លាប់ទៅកុំនិយាយផ្ដេសផ្ដាស់ខ្ញុំជូនទៅមន្ទីរពេទ្យទេខ្ញុំមិនទៅទេយ៉ាងណាក៏បងត្រូវរៀបការជាមួយគេដែរកុំខ្វល់ពីខ្ញុំទៀតខ្ញុំមិនទៅទេឲ្យខ្ញុំស្លាប់ទៅឈប់រករឿងទៅមន្ទីរពេទ្យសិនមកនេះក្រោកឡើងអាហេងខ្ញុំដឹងហើយកុហកទេតែរឿងមិនចង់ឲ្យបងរៀបការម្ដងទៀតជាការពិតអាហេងសារភាពថាបងនៅមានអូនក្នុងចិត្តបើមិនអញ្ចឹងទេមិនក៏បងទុកគេចោលទាំងកណ្ដាលអាធ្រាត្រហើយរត់មករកអូនធ្វើអីបងប្រើល្បិចបែបហ្នឹងគ្រាន់តែដើម្បីរឿងហ្នឹងគ្រាន់តែចង់បន្លប់ការអផ្សុកឲ្យបងពីមុនបងមិនមែនចូលចិត្តអូនបែបហ្នឹងទេអីឃើញអូនបារម្ភពីបងប្រហែលជាសប្បាយចិត្តណាស់មែនទេបងចាំច្រឡំហើយខ្ញុំមិនមែនស៊ីឈីងទេខ្ញុំមិនលេងល្បិចបែបហ្នឹងជាមួយបងទេជប់និយាយពីមនុស្សនាំសេម្នាក់នឹងបានទេអាហាក្នុងចិត្តបងឥឡូវមានតែអូនម្នាក់គត់ពិតជាមិនជឿមែនបើមិនជឿសាក់ស្ទាបមើលទៅសៀវរានឥឡូវបងមានប្រពន្ធហើយសូមមេត្តាឲ្យតម្លៃខ្លួនឯងផងអ្នកទាំងពីរមិនទាន់ចុះសម្បត្តិអាពាហ៍ពិពាហ៍ផងនាងជាស្អីទៅបើតាមច្បាប់ខ្ញុំទៅជាប្រពន្ធបងខ្ញុំទៅជាប្រពន្ធរៀបការពេញច្បាប់របស់បងនាងគ្រាន់តែជាអតីតប្រពន្ធប៉ុណ្ណោះជាមនុស្សដែលមិនស្មោះត្រង់នឹងអាពាហ៍ពិពាហ៍អាហាហេតុអ្វីពីមុនបងអាចអភ័យទោសឲ្យអូនបានចុះហេតុអ្វីឥឡូវមិនអាចអភ័យទោសឲ្យអូនម្ដងទៀតពីព្រោះបងលែងស្រឡាញ់អូនហើយសៀវរានពីមុនមកព្រោះតែអូនអាងថាបងស្រឡាញ់ទើបអូនធ្វើអ្វីស្រេចតែចិត្តអ្នកគិតថាខ្ញុំនឹងនៅក្បែរអ្នករហូតមែនទេអ្នកខុសហើយក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នករលីសាបសូន្យអស់យូរហើយអាហុងឥឡូវខ្ញុំស្ដាយក្រោយមិនបានទេអីអាហុងពួកយើងចាប់ផ្ដើមជាថ្មីបានទេ3ឆ្នាំនេះខ្ញុំរងចាំអ្នករហូតខ្ញុំបំភ្លេចអ្នកមិនបានតតែសោះមិនអីទេអាហាអ្នកមិនស្រឡាញ់ខ្ញុំក៏មិនអីដែរឲ្យតែខ្ញុំស្រឡាញ់អ្នកទៅបានហើយអ្នកស្រឡាញ់ខ្ញុំសំបីខ្លួនឯងក៏មិនជឿផងមែនទេមនុស្សថោកទាបអ្នកចាត់ទុកខ្ញុំដូចជាឆ្កែហូតមកចង់ឲ្យខ្ញុំនៅក្បែរអ្នកមិនចេះស្រឡាញ់គេតតែសោះខ្ញុំស៊ូហេងទោះត្រូវដាច់ពោះស្លាប់ក៏មិនធ្វើជាឆ្កែបោកកន្ទុយសុំក្តីមេត្តាដែរទៅរកឆេខេងម្នាក់ទៀតរបស់បងទៅហាតើបងពិតជាដាច់ចិត្តដើរចេញបែបនេះមែនទេតើបងពិតជាគិតថាអូនមិនហ៊ានធ្វើរឿងផ្ដេសផ្ដាស់មែនទេប៉ាម៉ាក់អូនស្លាប់អស់ហើយអូនលែងមានគ្រួសារហើយឥឡូវសំបីតែបងក៏បោះបង់អូនដែរតើអូនរស់នៅធ្វើអ្វីទៀតតើជីវិតអូនមានន័យអ្វីទៀតតែអូននៅមានលុយតើពេលលេងលះបងដើរចេញខ្លួនទេមកទៅម៉ាក់បងក៏ឲ្យអូនទាំងអស់ហើយនឹងលុយប៉ាម៉ាក់អូនឲ្យទៀតលុយចាយមិនអស់ទេឈៀវរ៉ានអូនមានក្តីសុខជាងស្រីភាគច្រើនលើโลกនេះទៅទៀតស្កប់ស្កល់ទៅរឿងខ្លះមិនបាច់បង្ខំពេកទេអាហុង
អាហុងការចងចាំហាហាហាតែខ្ញុំលែងមានអ្នកទៀតហើយយប់ដ៏ខ្មៅងឹតដែលគ្មានអ្នកខ្ញុំស្ដាយក្រោយណាស់គ្មានអ្នកតើថ្ងៃនេះខ្ញុំផាត់មុខក្រាស់ពេកទេថតរូបចុះឈ្មោះទៀតណាត្រូវតែជែកជាមួយខ្ញុំបើមិនអញ្ចឹងទេមិននឹងបានសម្បត្តិអាពាហ៍ពិពាហ៍នេះជារឿងមួយជីវិតណាយល់ព្រមតោះពួកយើងប្រញាប់ចូលទៅណែមានលុយហើយសង់លុយមកវិញសម្រាប់ពីរនាក់មានគេលោតពីលើអគារស្លាប់មនុស្សហើយសម្លាញ់កុំចូលមកសៀវរ៉ានស្ងប់ចិត្តបន្តិចទៅកុំធ្វើរឿងល្ងងខ្លៅអីគិតដល់ឪពុកម្ដាយផងបើឯងធ្វើបែបនេះគឺខ្ញុំជាអ្នកធ្វើឲ្យពួកគាត់ស្លាប់ខ្ញុំលោតចុះទៅដើម្បីសង្បាបសម្លាញ់តែមុនពេលពួកគាត់ចែកឋានពួកគាត់ចង់ឲ្យអញរស់នៅឲ្យបានល្អកុំធ្វើរឿងល្ងងខ្លៅអីតែអាហាវបើគ្មានឯងឲ្យខ្ញុំរស់ម្នាក់ឯងយ៉ាងម៉េចអាហាវសុំទោសគឺខ្ញុំដែលខុសចំពោះឯងខ្ញុំបានធ្វើខុសច្រើនណាស់បើឯងបោះបង់ខ្ញុំឲ្យខ្ញុំរស់យ៉ាងម៉េចតែឯងមានលុយច្រើនណាស់ឯងអាចរស់នៅឲ្យបានល្អមិនចាំបាច់ធ្វើបាបខ្លួនឯងទេលុយឯងនិយាយពីលុយមែនទេលុយមែនទេលុយខ្ញុំមិនត្រូវការទៀតទេខ្ញុំលែងត្រូវការអ្វីទាំងអស់បោះវាចោលអស់ហើយសំបីតែចានអាហាវមើលចុះខ្ញុំលែងមានអ្វីសោះទៀតហើយខ្ញុំបោះលុយចោលអស់ហើយឥឡូវខ្ញុំគ្មានសល់អ្វីតតែសោះប៉ុន្តែអាហាវខ្ញុំមិនអាចរស់ដោយគ្មានអ្នកសូមអង្វរអ្នកហើយត្រឡប់មកក្បែរខ្ញុំវិញមកកុំធ្វើបែបនេះអីបានទេអាហេងក៏ពិបាកចិត្តដែរឪពុកម្ដាយផ្ដាំឲ្យគេមើលថែអ្នកគឺអ្នកទេដែលរុញគេចេញមែនទេបើអញ្ចឹងប្រគល់គេមកឲ្យខ្ញុំវិញឲ្យតែអ្នកប្រគល់គេមកឲ្យខ្ញុំនឹងឲ្យលុយទាំងអស់ទៅអ្នកប្រាប់ខ្ញុំមកថាអ្នកចង់បានអ្វីខ្ញុំនឹងឲ្យអ្នកទាំងអស់ខ្ញុំសូមអង្វរអ្នកហើយទុកគាត់ឲ្យខ្ញុំមកតើអ្នកមិនមែនជាគ្រូពេទ្យទេអីតើអ្នកដាច់ចិត្តមើលខ្ញុំស្លាប់មែនទេមេត្តាជួយអនុគ្រោះផងកុំដណ្ដើមគាត់ចេញពីខ្ញុំអីតើអ្នកដឹងទេខ្ញុំស្រឡាញ់គាត់18ឆ្នាំហើយនេះហើយគឺរយៈពេល18ឆ្នាំកញ្ញាឈៀវអ្នកនិយាយខុសហើយខ្ញុំមិនបានដណ្ដើមគាត់ទេគឺអ្នកទេដែលរុញច្រានគាត់ចេញម្ដងហើយម្ដងទៀតស្ដាប់យល់ហើយឬនៅឈៀវរ៉េនកុំធ្វើខុសទៀតអីរវាងពួកយើងមានស្នាមប្រេះឆាច្រើនណាស់ទោះបីជាខ្ញុំអាចអភ័យទោសឲ្យអ្នកតែពេលខ្ញុំនឹកដល់កូនដែលស្លាប់ទៅរបស់យើងខ្ញុំមិនអាចអភ័យទោសឲ្យខ្លួនឯងបានទេកូនរបស់ពួកយើងក៏ស្លាប់ដោយសារតែខ្ញុំដែរបើសិនជាកាលនោះខ្ញុំផ្ញើលុយឲ្យអ្នកបានលឿនជាងនេះគេក៏មិនស្លាប់ដែរមានលុយច្រើនយ៉ាងនេះមានប្រយោជន៍អីមានប្រយោជន៍អីទៅក៏មិនអាចជួយជីវិតគេបានទៀតដែរលេងខ្ញុំទៅមិនមែនអ្នកចិត្តរៀបការជាមួយស្រីម្នាក់នេះទេអីកុំមកខ្វល់នឹងខ្ញុំឲ្យខ្ញុំទៅខ្ញុំចង់ទៅរកកូនរបស់ពួកយើងយប់នេះខ្ញុំត្រូវទៅទទួលនាងចង់និយាយសុំទោសនាង
ស្ងាត់មាត់ទៅកញ្ញាជាវអ្នកដឹងខ្លួនហើយហេតុអ្វីខ្ញុំនៅទីនេះត្រូវការអ្នកមើលថែលិថាអ្នកចង់លោតពីលើអាគារគឺអតីតប្តីអ្នកដែលជាអ្នកជួយបាយមកមន្ទីរពេទ្យហើយមែនទេនិយាយតាមត្រង់ទៅពីមុនខ្ញុំធ្លាប់មើលថែអ្នកយ៉ាងល្អគ្រាន់តែជំពាក់រឿងកូនអ្នកប៉ុណ្ណោះគាត់ល្អត្រង់ណាគាត់ចិត្តរៀបការជាមួយអ្នកផ្សេងហើយចុះចំណែកខ្ញុំវិញដេកនៅមន្ទីរពេទ្យតែម្នាក់ឯងគ្មានអ្នកណាមកខ្វល់ឡើយគាត់នឹងបងបេឆាន់ប្រហែលមិនទាន់ការទេមែនហេតុអ្វីកូនស្រីគាត់កំពុងសម្បើមិនប្រញាប់រកលុយទេទាំងមនុស្សទាំងលុយនឹងបាត់បង់អស់ហើយតើមានរឿងអ្វីកើតឡើងហ្នឹងអូមិនបានទេខ្ញុំត្រូវទៅមើលបន្តិចថ្ងៃនេះមិនបាច់ចាក់ថ្នាំបានទេគាត់រវល់ធ្វើជាម្ដាយចង់អញហើយគ្មានពេលខ្វល់ពីអញទេមិនអីទេចុះឯងនឹងមីងចង់ធ្វើអីទៀតឯងគូរូបអីហ្នឹងប៉ានឹងមីងបៃឈួនហេតុអីមិនគូរូបខ្លួនឯងផងខ្លាចរំខានពិភពលោកអ្នកទាំងពីរមែនទេខ្ញុំចិត្តស្លាប់ហើយខ្ញុំចង់ឲ្យប៉ាភ្លេចខ្ញុំហើយរស់នៅជាមួយមីងបៃឈួនឲ្យល្អឯងថាម៉េចខ្ញុំថាចាំពេលខ្ញុំស្លាប់ទៅប៉ានឹងពិបាកចិត្តខ្លាំងណាស់គាត់នឹងលួចទៅពួនយំខ្លាំងដូចជាខ្ញុំយំរហូតដល់ឈឺបេះដូងខ្ញុំមិនចង់ឲ្យប៉ាពិភពលោកដូចគ្នាឲ្យប៉ាភ្លេចកូនទៅឲ្យអ្នកមីងបេឆេងនៅកំដរគាត់រស់នៅជាមួយកូនខ្លាឃ្មុំដែលកូនស្រឡាញ់បំផុតតែឯងដឹងអីខ្លះក្មេងមិនដឹងអីម្នាក់សោះឯងមិនមែនជាកូនបង្កើតរបស់ពួកគាត់ទេតែប៉ានិយាយថាកូនជាត្រីតូចម្នាក់ទៀតតែគេចាត់មកឲ្យកំដរគាត់ត្រីតូចម្នាក់ទៀតអ្នកមីងហៅតាអ្នកមីងកើតអីហេតុអីបានជាអ្នកមីងយំកាលពីមុនប៉ារបស់កូនក៏ធ្លាប់យំដែរឲ្យតែដល់ថ្ងៃខួបកំណើតអ្នកនោះគាត់តែងតែផឹកស្រវឹងហើយយំខ្លាំងដូចអ្នកមីងអញ្ចឹងមែនតាមពិតមីងក៏មានកូនស្រីម្នាក់ដែរដូចជាក្មួយអញ្ចឹងឈ្មោះជាវយ៉ាន់ដូចគ្នាពួកអ្នកមីងមានកូនស្រីឈ្មោះជាវយ៉ាន់ដូចគ្នាចាស់បើសិនជាគាត់នៅរស់ប្រហែលជាល្អណាស់គាត់ក៏បាត់បង់ជីវិតដែរតែក្មេងគ្រប់គ្នាសុទ្ធតែបាត់ខ្លួនអស់មែនទេធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្តទេមិនមែនគាត់ទេគឺខ្ញុំធ្វើឲ្យគាត់បាត់ខ្ញុំមិនមែនជាម្ដាយល្អទេគឺខ្ញុំដែលធ្វើបាបគាត់ឲ្យអ្នកមីងអប់ក្មួយបន្តិចមកបានទេល្អហើយសៀវរ៉ានអញពិតជាមនុស្សថោកទាបណាស់ធ្វើឲ្យឪពុកម្ដាយស្លាប់ថែមទាំងធ្វើឲ្យកូនស្រីស្លាប់ទៀតអ្នកណាធ្វើអីហ្នឹងអញទៅរកមនុស្សមកអញចង់ស្លាប់ចង់រស់ហើយនៅចង់មកសម្លាប់ផ្សេងទៅឲ្យឆាប់អាហុងស្ដាប់ខ្ញុំពន្យល់សិនខ្ញុំមិនបានចង់ធ្វើបាបគាត់ទេខ្ញុំគ្រាន់តែចង់មកមើលគេអារម្មណ៍វាមិនមែនអញ្ចឹងទេមីងថាគាត់ក៏ធ្លាប់ធ្វើឲ្យបាត់ក្មេងម្នាក់ដែរអារងលើកនេះខ្ញុំមិនបានលេងសាច់ទេខ្ញុំពិតជាចង់ជួយអ្នកមែនទុកថាជាការលួចកំហុសចុះ
សុំអង្វរហើយខ្ញុំគ្មានជំរឿទេឈរមើលក្មេងស្រីឈ្មោះសៀវយុនស្លាប់នឹងភ្នែកខ្ញុំនឹងឈួតមិនខានមិនមែនខ្ញុំមិនព្រមទទួលទេជំងឺរបស់សៀវយុនមិនសាមញ្ញទេអ្វីដែលនាងខ្វះមិនមែនត្រឹមតែលុយទេនៅមានអ្វីទៀតបំភ្លេចវាចុះអ្នកមិនបាច់ដឹងទេត្រឡប់ទៅវិញទៅសៀវយុនអញកំពុងធ្វើអីហ្នឹងខ្ញុំកំពុងដូរខោអាវទៅញ៉ាំបាយឲ្យមីងជួយក្មួយបានទេខ្ញុំគឺសៀវយុនជាក្មេងធំហើយចេះពាក់វ៉ែនតាខ្លួនឯងហើយគិតថាជួយមីងទៅចុះឲ្យមីងជួយស្លៀកពាក់ឲ្យចាំមីងបញ្ចុកបាយសុំអង្វរណាសៀវយុនអីចឹងក៏បានមកយើងញ៉ាំបាយវ៉ាវយ៉ាងម៉េចដែរឆ្ងាញ់ទេបាត់ឆ្ងាញ់ជាងប៉ាធ្វើទៀតរាល់ថ្ងៃប៉ារវល់ខ្លាំងណាស់ញ៉ាំបាយប្រញាប់រហូតគាត់គ្មានពេលញ៉ាំទេត្រូវទៅដឹកអីវ៉ាន់ទៀតឃ្លានរហូតឈឺក្រពះអស់ហើយក្មួយនៅតូចសោះតែដឹងក្តីម្លេះនឹងយល់ចិត្តប៉ាហើយសៀវយុនក្មួយល្អបែបនេះធ្វើម៉េចឲ្យគាត់ដាច់ចិត្តពីក្មួយបានមីងតើសៀវយុនរបស់មីងបាត់ដោយរបៀបណាអូគឺមកពីមីងរករឿងផ្ដេសផ្ដាស់ទើបត្រូវទេវតាយកគាត់ទៅបាត់ទេវតាដាក់ទោសមីងលោកមិនឲ្យមីងមានគេទៀតទេមីងគ្មានសមាជិកគ្រួសារទៀតទេបាបកម្មក្រាស់ណាស់ក៏មិនសមនឹងមានគ្រួសារដែរមីងគួរឲ្យអាណិតណាស់មកនេះមកសៀវយុនញ៉ាំមួយម៉ាត់ទៀតមកហាមាត់ឲ្យធំមកញ៉ាំមួយម៉ាត់ទៀតទៅចង់ញ៉ាំទៀតទេបើមិនញ៉ាំទេតោះយើងគេងនេះខ្លាឃ្មុំសម្រាប់ឯងតើខ្ញុំគួរធ្វើយ៉ាងណា3ឆ្នាំមុនខ្ញុំរក្សាគេមិនបានឥឡូវនេះខ្ញុំក៏រក្សាកូនស្រីមិនបានទៀតខ្ញុំពិតជាអសមត្ថភាពមែនខ្ញុំពិតជាឥតប្រយោជន៍ណាស់មិនមែនបែបនោះទេឲ្យតែមិនទាន់ដល់នាទីចុងក្រោយគឺនៅតែមានសង្ឃឹមសៀវយុននៅលើមេឃក៏មិនចង់ឃើញអ្នកបែបនេះដែរគ្មានឱកាសទេគ្រូពេទ្យប្រាប់ខ្ញុំថាគ្មានបេះដូងដែលត្រូវគ្នាតតែសោះហើយសៀវយូសល់ពេលមិនដល់1 ខែផងតើវាជាអ្វីសន្យានឹងខ្ញុំមកខ្ញុំលាក់បាំងសៀវយូនាងឆ្លាតណាស់បើមិនចង់ដឹងខ្ញុំច្បាស់ជាបារម្ភពីខ្លួនឯងបាទខ្ញុំសន្យានឹងអ្នកសុំទោសសៀវរ៉ានហេតុអ្វីអ្នកមកមន្ទីរពេទ្យទៀតហើយ
ស្ថានភាពសៀវយន្តស្មុគស្មាញណាស់កុំមកជួបខ្ញុំអ្នកយល់ច្រឡំហើយគឺខ្ញុំមិនស្រួលខ្លួនខ្ញុំទៅមុនហើយលោកគ្រូពេទ្យលោកជាងអ្នកមកចំពេលល្អណាស់យើងកំពុងរកអ្នកមានអ្នកបរិច្ចាគបេះដូងឲ្យកូនស្រីលោកហើយល្អណាស់ឬមួយជីគេអ្នកបរិច្ចាគគឺក្រុមហ៊ុនឈៀវចំណាយប្រាក់យ៉ាងច្រើនដើម្បីស្វែងរកលោកខូចអ្នកពិតជាសំណាងណាស់ចំពេលដែលសហគ្រិនកំពុងធ្វើសប្បុរសធម៌ល្មមលើកនេះកូនស្រីលោកមានសង្ឃឹមហើយបាទល្អណាស់អរគុណលោកគ្រូពេទ្យអូមិនអីទេបាទចុះឈៀវយ៉ាន់ថ្ងៃនេះអាការៈនាងយ៉ាងម៉េចដែរមិនល្អយ៉ាងម៉េចកើតនាងទទួលបានកាដូពេញបន្ទប់ពេលនេះនាងជាក្មេងដែលមានក្តីសុខបំផុតក្នុងមន្ទីរពេទ្យតោះយើងទៅមើលនាងប៉ាមកហើយឈៀវយួនតានរណាឲ្យរបស់ទាំងនេះដល់កូនអ្នកមីងតូចនឹងណាគាត់ថាអ្វីដែលគាត់ផ្ដល់ឲ្យឈៀវយួនមិនបានគាត់នឹងផ្ដល់ឲ្យកូនទាំងអស់មើលចុះកូនសប្បាយចិត្តខ្លាំងណាស់ឈៀវវ៉ែនម្នាក់នេះទីបំផុតធ្វើរឿងល្អបានមួយហើយក្តីស្រឡាញ់ពីម្ដាយដែលមកយឺតពេកតើវាជាក្តីស្រឡាញ់មែនទេបើមិនសម្លាប់មនុស្សបានគឺល្អហើយគាត់ថាគាត់នៅមានកាដូដ៏ធំបំផុតមួយទៀតជូនខ្ញុំជាអ្វីគាត់មិនបាននិយាយទេតែគាត់ថាយប់នេះនឹងដឹងហើយយប់នេះបញ្ហាបេះដូងមកដល់យប់នេះមែនទេអត់ទេគឺថ្ងៃស្អែកមានរឿងអីគ្មានអីទេគ្រាន់តែមានអារម្មណ៍មិនសូវល្អអ្នកបារម្ភពី Children មែនទេគាត់ថាគាត់នឹងចេញទៅក្រៅប្រទេសយប់នេះហើយគាត់នឹងឈប់មករំខានជីវិតអ្នកទៀតហើយចេញទៅក្រៅប្រទេសពេលថ្ងៃគាត់ទើបតែមិនស្រួលខ្លួនមកមន្ទីរពេទ្យយប់ឡើងមិននឹងអាចចេញទៅក្រៅប្រទេសកើតបំភ្លេចវាចុះចាត់ទុកថាជួយសងជំនួសជាវ៉ែនទៅខ្ញុំនៅតែមានអារម្មណ៍ថាមានអ្វីមិនប្រក្រតីជួយមើលថែជាយកជំនួសខ្ញុំផងខ្ញុំទៅមើលគាត់បន្តិចស៊ីវរ៉ាន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 ណែណាស៊ីវរ៉ានស៊ីវរ៉ានស៊ីវរ៉ានតើនៅផ្ទះទេស៊ីវរ៉ានអាឡូលោកប្រធានស៊ីវនៅក្រុមហ៊ុនទេអត់ទេមានការអីមែនទេអត់អីទេគាត់ត្រូវទៅក្រៅប្រទេសមែនទេទៅក្រៅប្រទេសមិនអាចទៅរួចទេក្នុងការវិភាគអត់មានរឿងហ្នឹងទេមិនក៏អីចឹងឬមួយក៏ស៊ីវរ៉ានទីបំផុតខ្ញុំរកអ្នកឃើញហើយស៊ីវរ៉ានអ្នកពិតជាមែនទីត្រូវមែនតែគួរឲ្យស្ដាយហួសពេលហើយតើខ្ញុំត្រូវទៅនៅជាមួយកូនត្រីរបស់ខ្ញុំមែនទេកូនស្រីអ្នកល្អណាស់តែមិនមែនជារូបគេទេខ្ញុំត្រូវទៅនៅជាមួយកូនស្រីរបស់ខ្ញុំក្មេងដែលត្រូវម្ដាយធ្វើបាបរហូតដល់ស្លាប់ក្មេងដែលគួរឲ្យអាណិតស៊ីវរ៉ានហេតុអ្វីអ្នកល្ងងយ៉ាងនេះរឿងគ្រប់យ៉ាងកន្លងផុតហើយ
ខ្ញុំប្រាប់ហើយថាវាបានកន្លងផុតទៅហើយអាហាំងកុំយំអីអ្នកគួរតែសប្បាយចិត្តជំនួសខ្ញុំលើកនេះខ្ញុំទីបំផុតស្គាល់ពីការកែខ្លួនហើយអាហាបងនឹងអត់ទោសឲ្យអូនមែនទេអាហាអ្នកទាំង3ត្រូវតែរស់នៅឲ្យបានល្អបងនិងស៊ីវអ៊ីនត្រូវតែមានសុភមង្គលណាអាហេងលេហើយស៊ីវរ៉ានកុំបន្លាចខ្ញុំអីគាត់លាក់គ្រប់គ្នាដើម្បីមកពិនិត្យបេះដូងចុះហត្ថលេខាបរិច្ចាគវាមិនមែនជាកំហុសរបស់អ្នកទេមនុស្សស្លាប់មិនអាចរស់ឡើងវិញទេស្រឡាញ់ទាំងអស់ទៅលោកជាវទុកមរតកទាំងអស់ឲ្យអ្នកគាត់និយាយថាទោះមិនអាចជាប្តីប្រពន្ធអ្នកក៏នៅតែជាគ្រួសារគាត់គ្រួសារអាល្អិតម្នាក់នេះនៅតែរឹងរូសដដែលប៉ាតាមានរឿងអីហ្នឹងឈៀវយ៉ាន់តើអ្នកមីងកាត់អីឈៀវយ៉ាន់កុំទៅរំខានអ្នកមីងទៅរកឈៀវយ៉ាន់របស់គាត់ហើយសង្ឃឹមថាអ្នកមីងឈៀវនិងកូនតូចជួបជុំគ្នាដោយសុភមង្គល